ូនអត្ថបទអក្សរសិល្ប៍រឿងភូមិដេរឆានរឿងភូមិដេរឆាននិពន្ធឡើងដោយអ្នកនិពន្ធចំនួន2រូបគឺលោកដឹកគៀមនិងលោកឌៀកអ៊ុំបោះពុម្ពផ្សាយនៅឆ្នាំ1964រឿងភូមិដេរឆានព្រឹត្តិការណ៍18មេសាពុំមែនជារឿងយល់សប្តិរបស់អ្នកនិពន្ធទេប៉ុន្តែគឺជារឿងពិតនៅដើមសតវត្សទី20នេះព្រឹត្តិការណ៍18មេសានឹងបង្ហាញលោកអ្នកអានជ្រាបពីចលនាបាតកម្មមួយប្រឆាំងទល់នឹងអាណានិគមបារាំងសេសនៅក្នុងឆ្នាំ1925ចលនានេះមានសភាពឃោរឃៅដែលបានផ្ទុះឡើងពីចំណោមកសិករខ្មែរសុទ្ធសាធនៅក្នុងភូមិក្រាំងលាវស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងក្រោមការដឹកនាំរបស់អ្នកក្លាហាន2នាក់គឺឈ្មោះជួននិងឈ្មោះនៅដែលមានដើមកំណើតនិងទីលំនៅនៅភូមិបន្ទាយអំពិលឃុំព្រៃខ្មែរស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងពួកបាតកោបានសម្លាប់លោកបារាំងម្នាក់ឈ្មោះបាដេសដែលធ្វើជារេសដង់នៅខេត្តកំពង់ឆ្នាំងហើយនឹងអ្នកបកប្រែភាសាម្នាក់ទៀតឈ្មោះសួនព្រមទាំងទាហានរក្សាស្រុកម្នាក់ឈ្មោះឡាចដែលបានទៅតាមបារាំងនៅពេលនោះខ្ញុំប្រកាសថាអ្នកអរគ្នាចង់បានផ្ទះមួយដែលមានទីតាំងល្អសុវត្ថិភាពហើយជាពិសេសនឹងតម្លៃសមរម្យពួកសុវត្ថិភាពក៏យត់បែបបារម្ភដូចគ្នាដោយសារតែ Spring Home មានសន្តិសុខ24ម៉ោងដូច្នេះយើងអត់បាច់ព្រួយភ័យបារម្ភពីការចេញចូលទេគឺនៅ Spring Home ក៏ដូចជានៅផ្ទះរបស់យើងចង់មានភាពកក់ក្ដៅក្នុងតែហើយមួយទៀតបើសិនជាមានបញ្ហាគាត់នឹងទាក់ទងទៅម្ចាស់ផ្ទះឬក៏ប្រាប់ពួកសន្តិសុខទៅគាត់នឹងរកដំណោះស្រាយជូនភ្លាមៗតែថ្លៃបន្ទប់ហើយនឹងថ្លៃទៅចំពោះថ្លៃតុបថ្លៃ Wi-Fi គឺមាន free ទាំងអស់មកសង្ខេបរឿងភូមិដេរឆានវគ្គភូមិសាស្ត្រខេត្តកំពង់ឆ្នាំងដោយសង្ខេបនៅក្នុងឆ្នាំ1925ខេត្តកំពង់ឆ្នាំងមានស្រុកចំនួន4ហើយមានប្រជាជនសរុបប្រមាណ 120,000 នាក់ស្រុករលាផ្អៀជាស្រុកមួយក្នុងចំណោមស្រុកនោះដែលមានចំនួន16ឃុំនិងប្រជាជនប្រមាណ 15,111 នាក់ប្រជាជននៅខេត្តនេះភាគច្រើនប្រកបមុខរបរកសិកម្មធ្វើស្រែចម្ការបានផលត្រឹមមួយគ្រាន់ស៊ូនឹងដោះស្រាយជីវភាពប្រចាំថ្ងៃគ្រួសារខ្លះបែងចែកការងារគ្នាធ្វើដោយស្ត្រីត្បាញកញ្ជើចម្អិនម្ហូបឯបុរសឡើងត្នោតធ្វើស្ករនិងធ្វើអាជីវកម្មឆ្នាំងក្អមជាដើមអ្នករស់នៅតាមមាត់ទន្លេប្រកបរបរនេសាទត្រីនិងធ្វើប្រហុករីឯអ្នកនៅតាមតំបន់ឆ្ងាយពីទន្លេគឺត្រូវពឹងផ្អែកទាំងស្រុងលើទឹកភ្លៀងដែលធ្វើឲ្យជីវភាពមិនសូវនឹងណនិងរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិជាញឹកញាប់វគ្គតំណែងបូថ្វាំងមន្ត្រីបារាំងធំដែលមកត្រួតត្រាស្រុកខ្មែរខ្លះបាននៅយូរខ្លះមកនៅមិនបានដល់1ឆ្នាំផងក៏ត្រូវរដ្ឋាភិបាលរបស់ខ្លួនហៅត្រឡប់ទៅប្រទេសវិញហើយមានបារាំងខ្លះទៀតត្រូវវិលត្រូវប្រទេសបារាំងវិញដោយរដ្ឋការបង្ខំឲ្យទៅវិញព្រោះមានការចាំបាច់លោករេស៊ីដង់ស៊ូបេរីយើអូត្រេដែលមកឈរនៅស្រុកខ្មែរត្រូវរដ្ឋការបារាំងផ្លាស់ចេញពីស្រុកខ្មែរទៅនៅថ្ងៃទី26ខែមិនិនា ឆ្នាំ1914ក្នុងពេលដែលលោកអូត្រេផ្លាស់ចេញនៅទីនេះទើបរដ្ឋការបារាំងតែងតាំងលោកលើក្រាឡែនកាន់តំណែងស្ដីទីជារេស៊ីដង់បេរីយើបណ្ដោះអាសន្នរហូតដល់ថ្ងៃទី21ខែតុលាឆ្នាំ1914ក្នុងសង្គ្រាមលោកលើកទី1បារាំងច្បាំងជាមួយអាល្លឺម៉ង់បារាំងបានកេណ្ឌទ័ពនិងថវិកាយ៉ាងច្រើនពីប្រទេសចំណុះខ្មែរត្រូវបង្ខំឲ្យចូលធ្វើទាហានបារាំងដោយទទួលបានប្រាក់ខែ40រៀលក្នុងមួយខែទាហានស្ម័គ្រចិត្តខ្មែរត្រូវគេយកទៅដាក់នៅក្បែរព្រះវិហារព្រះកែវមរកតនិងមហាវិថីយុទ្ធសាស្ត្រដើម្បីវឹកហាត់ពួកគេរងចាំរហូតដល់ថ្ងៃទី21ខែកក្កដាឆ្នាំ1916ទើបបានចុះកប៉ាល់ទៅស្រុកបារាំងនៅថ្ងៃទី2ខែឧសភាឆ្នាំ1920លោកបាដេសត្រូវបានតែងតាំងជារេស៊ីដង់ស្ដីទីខេត្តកំពង់ឆ្នាំងគាត់បានបង្ខំទារពន្ធយ៉ាងតឹងរ៉ឹងលើប្រជាជនគ្រប់បែបយ៉ាងលើកលែងតែព្រះរាជទ្រព្យនិងបារាំងតែប៉ុណ្ណោះការជិះជាន់និងការគៀបសង្កត់ផ្នែកពន្ធដារនេះបានបង្កើតឲ្យមានការក្តៅក្រហាយជាខ្លាំងនៅក្នុងចំណោមប្រជាជនខ្មែរវគ្គរះបះបោលដោយសារការដំឡើងពន្ធ
ពួកអាណានិគមបារាំងមិនបានគិតគូរពីសុខទុក្ខរាជឡើយគិតតែពីការសប្បាយនិងប្រមូលផលប្រយោជន៍ពួកវាបានដំឡើងពន្ធជាច្រើនប្រភេទធ្វើឲ្យរាជខ្មែរជាច្រើនគ្មានប្រាក់បង់ពន្ធរហូតដល់អ្នកខ្លះត្រូវរត់ចោលស្រុកទៅពួននៅក្នុងព្រៃឬត្រូវចោលគ្រួសារនៅថ្ងៃទី7ខែមករាឆ្នាំ1916ប្រជាជននៅមុខកំពូលខេត្តកណ្ដាលប្រហែល 3000 នាក់ដោយទ្រាំនឹងការគៀបសង្កត់មិនបានក៏បានប្រមូលផ្ដុំគ្នាមកភ្នំពេញដើម្បីថ្វាយបណ្ដឹងដល់ព្រះបាទស៊ីសុវត្ថិព្រះអង្គបានចេញមកទទួលនិងមានបន្ទូលសន្យាថានឹងជួយសម្រួលនិងបន្ធូរបន្ថយពន្ធដារជូនប៉ុន្តែក្រោយមកស្ថានភាពមិនបានធូរស្រាលប៉ុន្មានឡើយហើយក៏មានការក្តៅក្រហាយដល់រាស្ត្រនៅតែបន្តកើតឡើងនៅគ្រប់ខេត្តក្រុងវគ្គខ្សែជួយអដោយសារការគៀបសង្កត់ពន្ធដារដ៏ធ្ងន់ធ្ងរប្រជាជនក្រីក្រត្រូវខិតខំប្រឹងប្រែងរកប្រាក់ពន្ធអ្នកសុវណ្ណដែលត្រឡប់មកពីធ្វើការបានប្រាប់ប្រពន្ធពីការគៀបសង្កត់របស់បារាំងលុះដល់ពេលយប់មានការអំពាវនាវពីអ្នកបុត្រឲ្យបើកទ្វារជជែកគ្នារឿងពន្ធដារនិងដីធ្លីអ្នកសុវណ្ណនិងអ្នកបុត្របានសម្រេចចិត្តធ្វើដំណើរទៅភ្នំពេញដើម្បីស្វែងរកដំណឹងពីបងប្អូនរបស់ខ្លួនអាសាដែលបានធ្វើទាហានស្ម័គ្រចិត្តឲ្យបារាំងវគ្គពន្ធចេះតែឡើងថ្លៃបន្ទាប់ពីជ័យជំនះរបស់បារាំងក្នុងសង្គ្រាមមកការរងចាំកូនចៅនិងប្អូនដែលទៅច្បាំងនៅស្រុកបារាំងនៅតែបន្តប៉ុន្តែគ្រួសារអ្នកសុវណ្ណមិនបានឃើញប្អូនត្រឡប់មកវិញឡើយផ្ទុយទៅវិញជីវភាពកាន់តែលំបាកហើយពន្ធចេះតែឡើងថ្លៃជាលំដាប់អ្នកសុវណ្ណនិងអ្នកបុត្របានអង្គុយពិភាក្សាគ្នាពីបញ្ហាពន្ធដារអ្នកសុវណ្ណបានរៀបរាប់ថាពន្ធដារឆ្នាំនេះឡើងខ្ពស់ខុសពីឆ្នាំមុនរាជការបារាំងបង្កើតពន្ធគ្រប់បែបយ៉ាងដើម្បីយកប្រាក់ទៅកសាងទីក្រុងនិងកន្លែងសម្រាកលំហែកាយសម្រាប់ពួកវាប៉ុន្តែมันបានជួយកសាងសាលារៀនឬមន្ទីរពេទ្យសម្រាប់រាជខ្មែរឡើយអ្នកទាំងពីរបានសន្និដ្ឋានថាបើមិនព្រមទៅរកប្រាក់បង់ពន្ធទេមុខជាត្រូវគេចាប់ដាក់គុកនិងធ្វើទរណកម្មមិនខានទើបពួកគេសម្រេចចិត្តថានឹងដឹកក្អមនិងឆ្នាំងដីចុះទៅលក់ដើម្បីប្រមូលប្រាក់មកបង់ពន្ធជូនរាជការវគ្គរទេះលក់ឆ្នាំងអ្នកសុវណ្ណនិងអ្នកបុត្របានរៀបចំរទេះដឹកឆ្នាំងនិងក្អមចេញដំណើរពីខេត្តកំពង់ឆ្នាំងដើម្បីលក់ដូរយកប្រាក់បង់ពន្ធពេលទៅដល់ទីប្រជុំជនកំពង់ឆ្នាំងពួកគេបានរៀបចំអីវ៉ាន់លក់នៅលើផ្លូវអ្នកទាំងពីរអង្គុយចាំមើលអ្នកទិញតែមិនបានទទួលបានអ្នកទិញមុនទេឈ្មួញទាំងពីរត្រូវទទួលបានការគួសមពីនគរបាលមុនគេបង្អស់ពួកគេឃើញប៉ូលីសពាក់មួកសចុះមកត្រួតផ្សារគេដឹងច្បាស់ណាស់ថាមុខតែមកសួររកកាតមិនខានអ្នកបុត្រមើលណោអ្នកពាក់មួកសនោះដូចជាប៉ូលីសមែនហើយប៉ូលីសគេមកចេញត្រួតផ្សារហើយយើងកុំតែខ្លាចគិតតែពីដកកាតយើងឲ្យទៅគឺហើយមុខតែមកសួររកកាតយើងអ្នកបុត្រឬអ្នកសុវណ្ណនិយាយដូចនោះក៏ខំរើកាតមកបំរុងទុកឯប៉ូលីសក៏មកដល់ល្មមដែរពិតណាស់គេមកដើម្បីសួររកកាតអ្នកទាំងពីរមើលមុខគ្នាហើយហុចកាតឲ្យទៅប៉ូលីសមើលហើយក៏ហុចទៅវិញហើយពោលបៃឡាំមកពីក្រាំងលាវមិនបានជាមិនបង់ពន្ធពួកគេបានតបថាពីព្រោះតែមិនមានប្រាក់ប៉ូលីសក៏សួរថាបើមិនមានលុយមិនបានជាមានទំនិញយកមកលក់ពួកគេបានបកស្រាយថាទំនិញទាំងនេះគឺអ្នកភូមិប្រមូលគ្នាយកមកផ្ញើលក់ដើម្បីមានលុយទៅបង់ពន្ធប៉ូលីសនោះក៏សរសើរថាល្អហើយដែលចេះរកលុយបង់ពន្ធប៉ូលីសក៏ហុចកាតឲ្យទៅវិញហើយជិះកង់តទៅទៀតមិនយូរប៉ុន្មានក៏មានប៉ូលីសម្នាក់ទៀតមកជួបពួកគេប៉ូលីសនោះគឺមកដើម្បីក្នុងគោលបំណងទារថ្លៃចំណតនិងថ្លៃភាស៊ីអ្នកទាំងពីរបានតវ៉ានឹងអង្វរថាពួកគេលក់មិនទាន់ដាច់មួយផងមិនក៏មកទារលុយដែរប៉ូលីសប្រាប់ថារឿងលក់ដាច់មិនដាច់គេមិនគិតទេគេគិតតែថាឲ្យតែដាក់របស់លក់គឺត្រូវតែបង់ភាស៊ីជជែកគ្នាក៏នៅតែជជែកតែភាស៊ីបង់ក៏នៅតែបង់អ្នកទារភាស៊ីទៅផុតបន្តិចស្រាប់តែឃើញប៉ូលីសម្នាក់ទៀតជិះកង់មកទៀតឈ្មួញទាំងពីរឃើញដូចនោះក៏តាំងឆ្ងល់ទៀតថាអ្នកបុត្រមួកសមកទៀតហើយម្ដងនេះមុខតែមានរឿងហើយឆែករកអីទៀតអញ្ចេះមិនដឹងជាឆែកអីទៀតប៉ូលីសមកដល់ហើយស្រាប់តែប៉ូលីសសរសេរក្រដាសមួយសន្លឹកហុចឲ្យទៅឈ្មួញទាំងពីរអ្នកទាំងពីរមើលមិនដឹងថាដូចម្ដេច
ក៏សួរទៅប៉ូលីសថាជាក្រដាស់ស្អីទៅលោកការពិតក្រដាស់នេះគឺជាក្រដាស់ពិន័យដែលពួកគេបានចតរទេះគោខុសស្លាកសញ្ញាចរាចរណ៍ដោយសារតែពួកគេមិនស្គាល់ពីស្លាកសញ្ញាចរាចរណ៍ពួកគេក៏បានសួរទៅកាន់ប៉ូលីសថាលោកមិនបានជាលោកមិនសរសេរអក្សរហាមកុំឲ្យចតទៅបើលោកគូរូបរទេះដូច្នេះមានន័យថាឲ្យចតរទេះប៉ូលីសបានសម្លុតពួកគេថាកុំជជែកច្រើនពេកចូលទៅស្នងការដើម្បីបង់ពិន័យឈ្មួញទាំងពីរឮថាពិន័យមើលមុខគ្នាលេងឡងហើយពោលទៅកាន់ប៉ូលីសវិញថាបើមិនទាន់លក់ដាច់ឆ្នាំងមួយផងបានអីនឹងបង់ពិន័យប៉ូលីសក៏បានប្រាប់ថារឿងលក់ដាច់មិនដាច់រាជការមិនគិតទេឲ្យតែខុសច្បាប់ត្រូវតែបង់ពិន័យពួកគេបានគិតគ្នាថាខំមកលក់ដើម្បីរកលុយផ្សំទៅបង់ពន្ធនេះមិនទាន់បានសម្រាលលុយពន្ធតែរឹតតែបន្ថែមពន្ធទៅទៀតពួកគេគិតទៅមិនអាចតស៊ូលក់បន្តទៀតបានទេក៏សម្រេចគ្នារើត្រឡប់ទៅផ្ទះវិញសុវណ្ណមកដល់ផ្ទះនឹកស្មានថាបានសប្បាយហើយដោយសារបានជួបគ្រួសារតែមិនដូចនោះប្រពន្ធសុវណ្ណមានជំងឺកាន់តែខ្លាំងឡើងទុកសុវណ្ណពេលនេះកាន់តែកឡើងខ្ពស់ឡើងងាកទៅរកលុយបង់កាតបង់ពន្ធដីមិនទាន់បានផងលុយមើលជំងឺប្រពន្ធក៏គ្មានតែជំងឺរបស់ប្រពន្ធបើសិនគ្មានលុយអស់សិនទៅក៏បានដែររកតែឫសឈើសម្បកឈើមកដាំដុះផឹកទៅគ្រាន់បានជាក្តីសង្ឃឹមមិនឆោតចិត្តម្ដងតែលុយបង់ពន្ធបើគ្មានតែជាប់ខ្នោះជំងឺប្រពន្ធសុវណ្ណកាន់តែដាបឡើងរហូតដល់ប្រពន្ធសុវណ្ណលាកចាកលោកនេះឲ្យរួចផុតពីការឃើញនៅការតានតឹងនៃការទារពន្ធដីពន្ធកាតរបស់លោកបាដេសពេលនេះទុករបស់សុវណ្ណ100ចម្ពុកស្ទើរតែធ្វើឲ្យសុវណ្ណឈួតងាកទៅរកលុយគ្មានងាកទៅរករបស់អំរោះអំរទ្រព្យសម្បត្តិមិនសូវមានតម្លៃបើយកទៅលក់ឬបញ្ចាំក៏មិនបានប្រាក់ល្មមនឹងធ្វើបុណ្យតែការកុសលអ្នកស្រុកអ្នកភូមិចេះតែចូលចាប់កុសលបានសុវណ្ណធ្វើបុណ្យបូជាសពប្រពន្ធរួចមិនហ៊ាននៅទំនេរខំរត់រកស៊ីឈ្នួលគេខ្លះធ្វើការរបស់ខ្លួនខ្លះដើម្បីរកលុយបង្គ្រប់ថ្លៃកាតឆ្នាំ1925បានមួយកាក់មួយរៀលអ្នកមិនដែលហ៊ានទិញទំនិញទិញនំឲ្យកូនស៊ីបើកូនទានំសុវណ្ណទៅដួសស្ករឲ្យកូនស៊ីតែទោះខំយ៉ាងណាក៏នៅតែរកលុយ5រៀលបង់កាតមិនបានដែរដល់ណាស់ទៅជាណាស់ទៅសុវណ្ណធ្ងោតែម្នាក់ឯងថាបើមិនក៏មិនទៅចុះធ្វើមិនកម្មមកដល់ហើយដល់ពិបាករឿងលុយកាក់ពេកសុវណ្ណដើរតែស្ដាប់គេជំនុំជាមួយគេតែគេគិតដូចម្ដេចដែរក្នុងការដែលរកលុយបង់កាតនេះមិនបានវគ្គក្រងការដំបូងរបស់សម្លាញ់2នាក់ឆ្នាំ1925ការរៀងឬផ្ទួនក្នុងរវាងប៉ុន្មានឆ្នាំមកទល់នឹងឆ្នាំ1925នេះបានបណ្ដាលឲ្យជីវភាពប្រជាកសិករខ្មែរនៅក្នុងខេត្តកំពង់ឆ្នាំងក៏ដូចជាខេត្តផ្សេងៗទៀតដែលធ្លាក់ចុះដុនដាបជាខ្លាំងណាមួយបន្ទុកគ្រួសារមួយថ្ងៃតឹងបន្តិចព្រោះធ្វើស្រែមិនសូវបានហើយតំបន់ជនបទក្នុងខេត្តខ្លះពួកអ្នកស្រុកលើកគ្នាទៅជីកក្ដួចយកមកដាំលាយជាមួយបាយបរិភោគទៀតផងណាមួយគ្រួសារខ្លះចម្ពាក់ពន្ធដាររាជការមួយឆ្នាំហើយមួយឆ្នាំទៀតបន្តបន្ទាប់គ្នាលុះដល់មេឃុំដើរទាខ្លួនឯងមិនបានក្រសួងមានសមត្ថកិច្ចក៏ចាត់ប៉ូលីសឲ្យទៅទាពន្ធអាករដោយបង្ខំពីបណ្ដារាស្ត្រនិងផាកពិន័យទ្វេ1ជា2ជា3រហូតដល់ចាប់ចងធ្វើទោសតាមផ្លូវច្បាប់ចំពោះសម័យជនណាដែលគ្មានប្រាក់បង់ពន្ធទៀតផងឯអ្នកខ្លះដែលបានដឹងមុនថាថ្ងៃនេះប៉ូលីសចេញដើរទាពន្ធដារហើយក៏ប្រញិចប្រញាប់រត់ភៀសខ្លួនពួនព្រៃមួយគ្រាសិនដើម្បីឲ្យរួចផុតពីការផាកពិន័យជាយថាហេតុនៅខេត្តកំពង់ឆ្នាំងដោយឃើញពន្ធអាករមិនសូវចូលឃ្លាំងនោះនៅឆ្នាំ1925គេឃើញរេស៊ីដង់បារាំងប្រចាំខេត្តកំពង់ឆ្នាំងឈ្មោះបាដេសបានចេញធ្វើសកម្មភាពខ្លួនយ៉ាងមមាញឹកដោយនាំសហសេវករបស់ខ្លួនចេញទៅទាពន្ធពីឃុំមួយទៅឃុំមួយរហូតជាហូរហែជាលំដាប់តរៀងទៅនៅឃុំណាដែលលោករេស៊ីដង់បាដេសទៅដល់ប្រាក់ពន្ធនៃឃុំនោះមុខជាបានចូលឃ្លាំងយ៉ាងហោចណាស់ចិត្តពាក់កណ្ដាលនៃចំនួនមនុស្សដែរដែលត្រូវបង់ពន្ធនៅក្នុងឃុំនីមួយៗ
តែឃុំណាដែលលោករេស៊ីដង់បាដេសបានទៅដល់ឃុំនោះប្រកាសជាមានមនុស្សជាប់ខ្នោះដៃខ្នោះជើងរងោករងួយមិនខានដោយសារតែគ្មានប្រាក់បង់ពន្ធលោករេស៊ីដង់ទៅដល់កំពង់ឆ្នាំងពូកែនិងប៉ិនប្រសពបង្គាប់មេឃុំឲ្យដើរប្រមូលកូនឃុំរបស់ខ្លួនស្ទើរតែអស់រលីងពីផ្ទះយកទៅប្រជុំនៅសាលាឃុំនីមួយៗគឺប្រមូលទាំងអ្នកមានប្រាក់ទាំងអ្នកអត់ប្រាក់មួយកាក់មួយសេនអ្នកណាមានប្រាក់បង់ពន្ធជូនរេស៊ីដង់បាននោះបានត្រឡប់ទៅផ្ទះវិញហើយអ្នកគ្មានប្រាក់អ្នកនោះត្រូវលោករេស៊ីដង់បង្គាប់ឲ្យចាប់ដាក់ខ្នោះមួយរំពេចលោករេស៊ីដង់ចេះយោគយល់ម្យ៉ាងដែរគឺថាបណ្ដាលពួកអ្នកជាប់ខ្នោះប្រសិនបើឈ្មោះណាមួយមានគ្រួសារយកប្រាក់ទៅបង់ពន្ធជូនលោកក្នុងពេលនោះលោកនឹងដោះលែងមនុស្សនោះឲ្យត្រឡប់មកផ្ទះវិញតែលោកក៏មិនដែលអត់ឱនប្រណីទោសដល់អ្នកដែលនៅតែទទូចអង្វរសំពះលោកថាគ្មានលុយនោះដែរជួនកាលលោកប្រើទាហានរបស់លោកឲ្យវាយដំជននោះទាំងជាប់ខ្នោះដើម្បីឲ្យអ្នកដទៃទៀតឃើញស្ដាយនឹងភ្នែករួចរត់ទៅប្រាប់គ្រួសារជនរងគ្រោះនោះឲ្យប្រញាប់រកលុយទៅបង់ពន្ធក្នុងពេលនោះដើម្បីកុំឲ្យគេធ្វើបាបប្តីឬកូនខ្លួនជួនកាលលោករេស៊ីដង់លោតទៅធាក់អ្នកជាប់ពន្ធដោយខ្លួនឯងផ្ទាល់តែម្ដងក៏មានដែរនេះហើយអំណាចលោករេស៊ីដង់បាដេសនៅក្នុងខេត្តកំពង់ឆ្នាំងក្នុងរឿងនេះនៅក្នុងឆ្នាំ1925ខេត្តណាក៏ដូចខេត្តណារាស្ទើរតែគ្រប់ខេត្តទាំងអស់ពិបាកនឹងការរលុយបង់ពន្ធតែខេត្តដទៃទៀតលោករេស៊ីដង់គេមិនសូវតឹងតែងពេកចុះហេតុដូចម្ដេចបានជាលោកបាដេសតឹងតែងទារពន្ធម្លេះរឿងនេះមកតែពីរទី1លោកបាដេសមិនទាន់មានឋានៈជារេស៊ីដង់ពេញទីគេផ្លាស់លោកទៅឈរជើងនៅខេត្តកំពង់ឆ្នាំងជាអ្នកកាន់កាប់ជំនួសសិនលោកបាដេសជាអាណត្តិមន្ត្រីស្តាតថ្នាក់ទី3ម្ល៉េះហើយលោកបាដេសខំទារពន្ធឲ្យបានគ្រប់ចំនួនដើម្បីលោកទៅផ្គប់គុណបូតវាំងហើយបានឡើងបុណ្យជារេស៊ីដង់ពេញច្បាប់ទី2បាដេសខំទារពន្ធដើម្បីប្រមូលលុយឲ្យបានច្រើនយកទៅឲ្យរាជការបារាំងសង់គេហដ្ឋានសំណាក់នៅលើភ្នំបូកគោនៅប្រហែលពាក់កណ្ដាលខែកុម្ភៈឆ្នាំ1925មានមិត្តសម្លាញ់2នាក់ឈ្មោះជួននិងឈ្មោះនៅភូមិមន្ទីរអំពិលឃុំព្រៃខ្មែរស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងបានរៀបចំផែនការសម្រាប់លោករេស៊ីដង់បាដេសតែនៅម្នាក់ឯងអពូលក៏ដាច់ម៉ាស៊ីនត្រជាក់ក៏ខូចពិបាកណាស់ហំគិតថានៅឆ្ងាយក្រុងបន្តិចក៏មិនអីជាមួយ Spring Home ស្នាក់នៅអត់បញ្ហាមិនបារម្ភលិចទឹកដាច់អំពូល Spring Home បន្ទប់ជួលសិស្សនិស្សិតនិងបុគ្គលិកក្រុមហ៊ុនតម្លៃចាប់ពី$150ក្នុងមួយខែផ្ដល់ជូនសេវាថែទាំនិងជួសជុលដែលឥតគិតថ្លៃពួកគេបានជជែកប្រូប្រាជ្ញនៅក្នុងវងផឹកស៊ីរបស់ពួកគេថាដូចឃើញស្រាប់ហើយថារេស៊ីដង់ធ្វើបាបអ្នកស្រុកដែលអត់លុយបង់ពន្ធឲ្យវានោះតែធ្វើមិនដេចពួកម៉ាក់អើយបើស្រុកយើងខ្ញុំគេជាចៅវាយត្រួតត្រាលើក្បាលយើងគ្រប់គ្នាអស់មួយនគរទៅហើយគេចង់ធ្វើបាបយើងបែបណាក៏ស្រេចតែចិត្តគេទៅមានអាណាហ៊ានទៅខាត់ខាំងគេបានជួនក៏បានតបទៅកាន់មិត្តភក្តិសម្លាញ់ឯងនិយាយអញ្ចឹងត្រូវហើយតែប្រសិនបើយើងទាំងអស់គ្នាចេះតែទ្រាំឲ្យគេសង្កត់ពីមួយថ្ងៃទៅមួយថ្ងៃខ្លាំងបន្តិចម្ដងតើអនាគតទៅទៀតនឹងខ្លាំងជាងនេះឬយ៉ាងណាទៅជួននិយាយដាស់អារម្មណ៍នៅបើយើងមិនអាចធ្វើការណាដែលហួសនិស្ស័យយើងបានទេក៏គង់មានការឯទៀតយើងធ្វើការដែរមែនទេពួកម៉ាក់ឯងនិយាយទៅមើលគិតលបសម្រាប់រេស៊ីដង់បាដេសឲ្យបានអញយល់ថាបើយើងសម្រាប់បារាំងនេះបានគឺចាត់ទុកថាជាជោគជ័យមួយធំណាស់សម្រាប់រាស្ត្រនៅកំពង់ឆ្នាំងយើងព្រោះអ្នកណាក៏ឮតែធ្ងរអំពីអំណាចផ្ដាច់ការរបស់អាបារាំងនេះដែរនៅតបពួកម៉ាក់ឯងនិយាយគិតបែបនេះល្អម្យ៉ាងដែរចិត្តឯងដូចចិត្តអញតែសុំពួកម៉ាក់កុំភ្លេចថាភ្នែកបារាំងច្រើនដូចភ្នែកម្នាស់បើយើងសម្លាប់ពួកវារួចក៏គង់តែយើងរត់គេចទៅណាមិនផុតដែរទីបំផុតគេសម្លាប់យើងវិញដដែល
វគ្គបពួករួមអាវុធភូមិក្រាំងលាវភូមិនេះគឺជាតួឃុំក្រាំងលាវនឹងឯងស្ថិតនៅក្នុងស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងបើគិតប្រវែងដីពីក្រុងកំពង់ឆ្នាំងទៅភូមិក្រាំងលាវមានចម្ងាយប្រមាណ14គីឡូម៉ែត្រពីខាងលិចជាងខាងត្បូងនៃក្រុងកំពង់ឆ្នាំងចំនួននោះឆ្នាំ1925អ្នកស្រុកក្រាំងលាវមានមុខរបរចិញ្ចឹមជីវិតតែ2មុខប៉ុណ្ណោះគឺធ្វើស្រែនិងឡើងត្នោតប៉ុន្តែនៅឆ្នាំ1925ស្ថានភាពរស់នៅរបស់អ្នកស្រុកទូទៅនៅទីនោះក៏ដូចជានៅទីដទៃដែរគឺជួបប្រទះការខ្វះខាតផុតមុខផុតក្រោយដោយសារតែការធ្វើស្រែពុំសូវបានផលចំនួន 2-3 ឆ្នាំជាប់គ្នារួចមកហើយរដូវចម្រូតឆ្នាំនេះក៏បានកន្លងផុតទៅហើយដែរអ្នកស្រុកកំពុងប្រញឹកដៃធ្វើត្នោតគ្រប់កន្លែងប៉ុន្តែពេលយប់ទំនេរពីការងារគេចូលចិត្តលេងល្បែងប្រជាប្រិយដូចជាអង្គុញឈូងលោតអន្ទាក់ចាប់កូនមាន់ជាដើមឯពួកអ្នកដែលសង្វាតវិជាគុណចម្បាប់ក៏ឆ្លៀតស្កាត់ជួបគ្នាក្នុងពេលយប់ដែរដើម្បីសាកល្បងចំណេះដឹងរបស់ខ្លួនជាមួយមិត្តភ័ក្តិប្រយោជន៍ធ្វើឲ្យថ្នឹកនៅមុខវិជ្ជាដែលខ្លួនបានរៀនរួចមកហើយនៅពេលយប់នោះមានការជួបជុំរវាងជនមួយក្រុមនៅទីវាលមួយក្នុងភូមិផ្លូវគោកឃុំក្រាំងលាវក្រោមពន្លឺព្រះច័ន្ទពេញវង្សក្រុមជនទាំងនោះមានឈ្មោះឈួនអាយុ27ឆ្នាំសំបិនប៉ាងអាយុ20ឆ្នាំពោតសុនសិនអ៊ំពុំអាយុ27ឆ្នាំបុតអាយុ28ឆ្នាំអ៊ុយអាយុ17ឆ្នាំអ៊ំជួនឈុំនិងមនុស្សជាច្រើនទៀតអ្នកស្រុកក្រាំងលាវច្រើនស្គាល់ក្រុមនេះថាជាអ្នកក្លាហានគ្រាន់បើចេះវិជាគុណកាប់ចាក់រួចចេះជួយការពារសន្តិសុខដល់អ្នកភូមិផងរបងជាមួយក្នុងគ្រាដែលមានការប្រមាថពីសំណាក់សត្រូវបន្ទាប់ពីបានជួបជុំគ្នាហើយយប់នេះមិត្តទាំងអស់គ្នាក៏អង្គុយលេងនៅកណ្ដាលវាលសំណេះសំណាលអួតសរសើរពីគ្រូនេះគ្រូនោះថាមានចំណេះដឹងពូកែខាងគុណខាងគង់កំពុងជជែកគ្នាស្រាប់តែឃើញមនុស្ស2នាក់ដើរស្ទង់ពីចម្ងាយសំដៅមករកក្រុមជននោះលុះអ្នកទាំងពីរដើរមកដល់ជិតឈ្មោះមកលាន់មាត់ថាចំលបងជួននិងលបងនៅតានេះយើឯងចង់ជួបមុខអ្នកព្រៃខ្មែរយូរហើយឥឡូវបានជួបតែម្ដងភ្ញៀវដែលទៅមកដល់ថ្មីឮសូរដូចនេះធ្វើមុខញឹមចំណែកអ្នកឯទៀតចោលភ្នែកទៅរកភ្ញៀវគ្រប់គ្នាតែគេអត់មានការចាប់អារម្មណ៍ពីដំណើររបស់អ្នកទាំងពីរនោះទេព្រោះតែកាលណារួចស្រូវហើយគេតែងតែស្កាត់ទៅស្កាត់មករកគ្នាជារៀងរាល់ឆ្នាំដូចធម្មតានេះឯងបន្ទាប់ពីដាក់គូតអង្គុយដល់ដីទើបឈ្មោះជួនឆ្លើយទៅរកមកវិញចង់ជួបមុខអ្នកព្រៃខ្មែរដើម្បីប្រឡងរត់គ្នាឬគេក៏នាំគ្នាសើចបន្ទាប់ពីសំណេះសំណាលចំអកលកលើយដាក់គ្នាហើយជួនក៏ចាប់ផ្ដើមទាញយកប្រអប់ថ្នាំជក់ក្នុងហប៉ៅមកក្រៅមូលបរិយបណ្ដានិយាយបណ្ដារឿងដែលខ្ញុំត្រូវនិយាយពេលនេះសំខាន់ណាស់ហើយជារឿងសម្ងាត់កំបាំងទៀតផងតែដោយខ្ញុំធ្លាប់ស្គាល់រាប់អានទុកចិត្តបងប្អូនរាល់គ្នាយូរយារមកហើយខ្ញុំត្រូវតែនិយាយប្រាប់នៅក្នុងពេលនេះចោះឮសម្ដីនេះពួកអ្នកដតីទៀតដែលអង្គុយដំកង់ជាមួយគ្នាខំប្រឹងស្ដាប់ខ្លោបស្លឹកត្រចៀកហាក់ដូចជាចង់ដឹងខ្លាំងណាស់ទើបឈ្មោះមកទឿនឲ្យឆាប់និយាយរឿងអីនិយាយឲ្យចំតែម្ដងទៅកំបោបាច់លេបខាយឲ្យច្រើនគេស្គាល់ចិត្តស្គាល់ថ្លើមគ្នាអស់ហើយតាឈ្មោះជួនលើកស្លឹកសង្កែបៀមក្នុងមាត់ឆឹកបំពង់ពុយលឺសូប៉ោះព្រាយផ្កាភ្លើងព្រាតហើយអុចបរិយជក់ហុយផ្សែងត្រឡោមទើបចាប់ផ្ដើមនិយាយតទៀតខ្ញុំចូលចិត្តនិយាយអ្វីចំសាច់រឿងដែលត្រូវនិយាយណាស់ដែរដើម្បីឲ្យឆាប់ចប់អញ្ចឹងនិយាយទៅឈ្មោះមកក៏រន្ថើនរេសិដងបដេះស្អីគេនោះដូចជាកាចសាហាវដល់ហើយតាំងពីមកឈរជើងកាន់ការនៅកំពង់ឆ្នាំងពេលណាឮសូរតែវាយដំត្រំធាក់គេឯងទាំងកំរោលមែនឈ្មោះជួនក៏និយាយកាត់ដោយរឿងដើរទាពន្ធដារពីអ្នកស្រុកគឺជាភារៈរបស់រាជការឃុំសោះតែអាលោកម៉ាសៀបដេះស្រាប់តែចេញដើរទាពន្ធដារពីអ្នកបណ្ដារាជដោយខ្លួនឯងតែម្ដងរួចបើនរណាគ្មានលុយបង់ពន្ធជូនគាត់ទេច្បាស់ជាមានរឿងធំជាមិនខានលាក់បាំងអីខ្ញុំមិនទាន់បានបង់ពន្ធជូនរាជការពី3ឆ្នាំមកហើយឲ្យខ្ញុំរកប្រាក់ឯណាបង់បានបើគ្រាន់តែប្រាក់សម្រាប់ចាយវាខ្លួនឯងក្នុងស្រុក
ក្នុងគ្រួសារមិនទាន់ទាំងមានគ្រប់ផងបន្ទាប់ពីសម្ដីម្នាក់ទាំងមកទាំងពោតបានលើកបែបនេះទើបជួនហាប់គូតផុតពីដីហើយយកក្បាលជង្គង់ទាំងពីរទល់ដីរួចនិយាយបែបដូចមើងម៉ាត់បំផុតថាបងប្អូនទាំងអស់គ្នាខាងខ្ញុំទាំងពីរនាក់នេះគឺជួននឹងនៅបានស្រស់ចិត្តគ្នាជាស្រេចថានឹងសម្លាប់បារាំងកំណាចឈ្មោះបាដេសនេះឲ្យទាល់តែបានបើសម្លាប់វាមិនបានទេយើងខ្ញុំមិនខ្ចីឲ្យគេហៅឈ្មោះខ្ញុំថាជួនថានៅអ្នកជើងឯកព្រៃខ្មែរជាដាច់ខាតស្ដាប់បានទេបងប្អូនពេលនោះអ្នកស្ដាប់ទាំងប៉ុន្មានហាក់ដូចជាភ្ញាក់ខ្លួនព្រើតស្វាងចេះទៅឈ្មោះមកសួរមួយរំពេចតើលបងឯងពិតជាចង់សម្លាប់បារាំងដើម្បីឲ្យគ្រាន់តែល្បីឈ្មោះប៉ុណ្ណោះទេឬពួកគេក៏សើចខ្ញុំសូមសរសើរមកឯងចេះសួរត្រង់គ្រាន់បើតែមកឯងនៅកប់គំនិតបន្តិចត្រង់មិនចេះជួយឲ្យយោបល់គ្នាផងត្រូវសម្លាញ់យល់ថាបើខ្មែរគ្នាឯងគឺមកពីមានគំនិតគុំគួនផ្ទាល់ខ្លួនប៉ុន្តែគំនិតជួនដែលចង់សម្លាប់បារាំងកំណាចពេលនេះគឺក្នុងនាមជាខ្មែរម្នាក់ដែលមិនសុខចិត្តនឹងអំពើជិះជាន់យ៉ាងអមនុស្សធម៌ពីសំណាក់បារាំងបន្ទាប់ពីឮបែបនេះពួកគេហាក់ដូចជាត្រូវចិត្តគ្នាក៏បញ្ចេញវាចាមតិម្នាក់បន្តិចស្រស់ស្រួលក្នុងការចូលរួមទៅឈ្មោះនៅនិយាយបន្តពីមិត្តរបស់ខ្លួនរឿងនេះពុំមែនជាឆាកកំ pl ែងទេគឺមានស្លាប់មានរស់មានស៊ីមានសងព្រោះបារាំងមានអំណាចលើខ្មែរយើងបើយើងសម្លាប់គេបានមួយគេក៏ហ៊ានសម្លាប់យើង10 20ដែរហើយត្រូវបងប្អូនជ្រាបឲ្យច្បាស់ថាពួកខ្មែរចៃបារាំងវាចាំតែជួយចាប់យើងឲ្យប៉ូលីសបារាំងធ្វើទោសដើម្បីបានបនបានស័កនិងរង្វាន់ខាន់ខៅដូចនេះបើបងប្អូនណាហ៊ានស្ម័គ្រចិត្តសម្លាប់បារាំងឈ្មោះបាដេសនេះហើយត្រូវតែតាំងចិត្តជាមុនឲ្យស្រេចថាអញសម្លាប់បារាំងនឹងសម្លាប់អញវិញប្រសិនបើបងប្អូននៅអាឡោះអាឡៃប្រពន្ធសូមកុំចូលប្រឡូកក្នុងលបាយនេះជាមួយពួកខ្ញុំឲ្យសោះមិនយល់ហើយឬនៅក្នុងចំណោមអ្នកក្រាំងលាវទាំងអស់ដែលនៅស្ដាប់ក្នុងនោះមានម្នាក់ឆ្លើយតបទៅកាន់នៅវិញថាលបងជួនលបងនៅចេះចង់សម្លាប់បារាំងដើម្បីបុព្វហេតុដ៏ត្រឹមត្រូវនៃប្រជាជនខ្មែរចុះអ្នកក្រាំងលាវមិនមែនខ្មែរទេឬចំពោះរូបខ្ញុំមួយខ្ញុំមិនស្ដោះទឹកមាត់ហើយលេបវិញជាដាច់ខាតពេលនោះស្រាប់តែអ្នក4នាក់ទៀតត្រូវចិត្តនឹងសម្ដីមិត្តខ្លួនឯងក៏ពោលព្រមគ្នាថាខ្ញុំក៏អញ្ចឹងដែរសម្ដីនេះបានធ្វើឲ្យក្រុមអ្នកក្លាហានទាំង20នាក់មានស្មារតីភ្ញាក់រលឹកនិងព្រមព្រៀងស្រស់ស្រួលចិត្តគ្នារួមអាវុធបដិញ្ញាចូលរួមផែនការសម្លាប់លោកបាដេសទាំងអស់គ្នាវគ្គសកម្មភាពលោកមេឃុំប៉ាល់ការគៀបសង្កត់ពន្ធដារពីថ្នាក់លើនៅចុងឆ្នាំ1924និងដើមឆ្នាំ1925អាញាធរបារាំងទារពន្ធមិនបានគ្រប់ចំនួនឡើយព្រោះកសិករក្រីក្រគ្មានប្រាក់បង់ហេតុនេះលោករេស៊ីដង់បាដេសបានចេញធ្វើសកម្មភាពយ៉ាងសកម្មដោយផ្ទាល់ដើរទារពន្ធតាមឃុំនានាដូចជាឃុំជ្រៃបកនិងឃុំប្រឡាយមាសលោកមេឃុំប៉ាល់ជាមេឃុំក្រាំងលាវមានអាយុប្រហែល60ឆ្នាំអ្នកភូមិហៅថាតាប៉ាល់សាលាឃុំក្រាំងលាវស្ថិតនៅខាងត្បូងវត្តក្រាំងលាវមេឃុំប៉ាល់ត្រូវរាជការបង្ខំឲ្យខិតខំប្រមូលពន្ធឲ្យបានគ្រប់ចំនួនប៉ុន្តែគាត់ស្ថិតក្នុងស្ថានភាពលំបាកយ៉ាងខ្លាំងព្រោះប្រជាជនក្នុងឃុំភាគច្រើនគ្មានប្រាក់បង់ពន្ធឡើយមេឃុំប៉ាល់បានកោះប្រជុំក្រុមមន្ត្រីឃុំក្រៅមកវត្តលោកជុំជឿនបានរាយការណ៍ថាមិនអាចទារពន្ធបានទេព្រោះអ្នកភូមិក្រីក្រណាស់ហើយសូមពន្យាពេលដល់ឆ្នាំក្រោយលោកមេឃុំប៉ាល់និងស្មានឃុំបានពិនិត្យលើជីវភាពជាក់ស្ដែងរបស់អ្នកភូមិអ្នកខ្លះធ្វើស្រែបានត្រឹមតែ30ទៅ40តៅអ្នកខ្លះឡើងត្នោតបានស្ករ10ទៅ25តៅលក់បានប្រាក់បន្តិចបន្តួចមិនគ្រាន់ហូបចុកផងធ្វើដូចម្ដេចនឹងមានប្រាក់បង់ពន្ធមេឃុំប៉ាល់បានសម្រេចបញ្ជាឲ្យស្មានប្រញាប់ធ្វើរបាយការណ៍ប្តឹងទៅលោកចៅហ្វាយស្រុករលាផ្អៀដើម្បីជម្រាបពីស្ថានភាពទាល់ក្ររបស់អ្នកភូមិនិងសុំការយោគយល់ព្រោះគាត់ដឹងថាលោករេស៊ីដង់បាដេសកំពុងរៀបចំចុះមកទារពន្ធដោយផ្ទាល់នៅភូមិក្រាំងលាវនាពេលឆាប់ៗនេះវគ្គនាងតនកំសត់
ពេលវេលាកន្លងទៅជាលំដាប់ប៉ុន្មានថ្ងៃក្រោយមកដំណឹងពីរឿងមេស្រុកប៉ាល់ធ្វើសម្បត្តិប្តឹងទៅរាជការថ្នាក់លើបានលេចលឺសុសសាយពីមាត់មួយទៅមាត់មួយពេញទាំងឃុំក្រាំងលាវដំណឹងនេះបាននាំឲ្យអ្នកខ្លះព្រួយចំបែងក្នុងចិត្តឥតឧបមាព្រោះគេនឹងគិតថារាជការថ្នាក់លើប្រកាសជានឹងត្រូវឬបង្គាប់បញ្ជាមកមេឃុំប៉ាល់បែបណាទៀតមិនខានស្រាប់តែថ្ងៃមួយអ្នកស្រុកក្រាំងលាវដែលទៅនឹងធ្វើដំណើរមកពីក្រុងកំពង់ឆ្នាំងបាននាំព័ត៌មានយកមកប្រាប់គ្នាថាសប្តាហ៍ថ្ងៃលោករេស៊ីដង់កំពុងតែជិះសេះទាពន្ធដោយខ្លួនលោកនៅក្នុងឃុំនានានៅជាយក្រុងមានឃុំព្រៃខ្មែរជើងត្រាយជាដើមហើយមិនយូរមិនឆាប់គង់តែមកដល់ឃុំក្រាំងលាវមិនខានអ្នកដែលបានដឹងពីព័ត៌មានបានបញ្ជាក់ថាលោករេស៊ីដង់ប្រើអំណាចច្រើនណាស់ក្នុងពេលដើរទាពន្ធបើឈ្មោះណាមិនមានលុយបង់ពន្ធទេលោកដាក់ខ្នោះបងអត់បាយមួយរំពេចលុះត្រាតែមានក្រុមគ្រួសារយកលុយមកប្រគល់ជូនលោកទើបលោកដោះលែងវិញព័ត៌មានខាងក្រោមនេះធ្វើឲ្យអ្នកស្រុកក្រាំងលាវខ្លះដែលក្រីក្រយ៉ាប់យ៉ឺនមែនតែនភ័យបុកពោះទុកជាមុនឯអ្នកមានធនធានបន្តិចបន្តួចល្មមចិញ្ចឹមគ្រួសាររបស់ខ្លួនស្ទើរតែផុតមុខផុតក្រោយនោះក៏ខិតខំតាំងចិត្តប្រវេប្រវានាយអាយទុកបំរុងឲ្យហើយស្រេចសុកចិត្តស៊ីអត់ស៊ីឃ្លានខ្លួនឯងឲ្យតែបានលុយបង់កាតព្រោះខ្លាចជាប់ខ្នោះបារាំងអ្នកខ្លះទៀតដេកសងតាមកម្មថ្លែងពីនាងក្រមុំសៅកែម្នាក់ឈ្មោះតនគ្រួសារនាងតនគឺមនុស្សចំណូលថ្មីឪពុកនាងឈ្មោះពូផែនពោះម៉ាយរស់នៅតែជាមួយកូនស្រីម្នាក់ដូចលលោកញីឈ្មោលក្នុងស្រុកគេដោយប្រកបមុខរបរដឹកអស់យកមកផ្ដល់ឲ្យអ្នកធ្វើស្ករត្នោតជួនកាលគេពឹងឲ្យជួយឡើងត្នោតមួយដងមួយកាលក៏ចេះតែជួយយកអាសាគេតាមនិស្ស័យស្លូតត្រង់ប៉ុន្តែជាអកុសលប៉ុន្មានឆ្នាំនេះពូផែនបានលាចាកលោកយ៉ាងសោះក៏ក្រោះដោយសារគ្រោះថ្នាក់ធ្លាក់ពីលើចុងត្នោតមរណភាពរបស់ពូផែនបានធ្វើឲ្យកូនស្រីគាត់កើតទុក្ខសោកសង្រែងគ្មានពេលលហែព្រោះគ្មាននរណាជាទីពំនឹងតទៅទៀតចាប់តាំងពីឪពុកស្លាប់ទៅនាងតនបានផ្ញើជីវិតជាមួយអ្នកស្រុកក្រាំងលាវតាមតែអ្នកណាគេអាណិតហៅឲ្យទៅជួយការងារគេប៉ុន្មានថ្ងៃប៉ុន្មានខែក៏ចេះតែនៅទៅគឺថាជីវិតរបស់នាងជាជីវិតរស័តអណ្ដែតដូចចកនៅលើទឹករូបសម្បត្តិនិងសម្ផស្សរបស់នាងតនស្អាតបាតគ្រាន់បើជាងកូនចៅខ្លះរបស់អ្នកស្រុកទៀតផងប៉ុន្តែនាងអភ័ព្វប្តីស័យដោយសារទាល់ក្រអនាថាទើបពួកកំឡោះក្នុងភូមិចេះតែមើលរំលងរូបនាងថ្ងៃមួយក្រោយមកនាងតនហាក់ដូចជាកំពុងធ្វើដំណើរទៅរកច្រកចូលខ្លោងទ្វារនៃកូនពន្លឺសុភមង្គលមួយនឹងគេដែរដោយបរិះពោះម៉ាយម្នាក់ឈ្មោះសុវណ្ណបានស្ដីដណ្ដឹងនាងមកធ្វើជាមេផ្ទះគ្រាន់បានជួយចិញ្ចឹមថែកូនកំព្រាតូចមួយអ្វីបើដឹងថាគេជាមនុស្សពោះម៉ាយក៏ដោយតែនាងតនអត់មានប្រកែកមួយម៉ាត់ឡើយរឿងនេះប្រហែលជានាងគិតឃើញថាមានប្តីប្រសើរជាងអត់ប្តីព្រោះខ្លួននាងឯកាអនាថាគ្មានបង្គោលមាំមួននឹងគេថ្ងៃមួយកំឡោះកូនមួយឈ្មោះសវណ្ណបានស្កាត់មករកជួបអនាគតនៃភរិយាប្រកបដោយទឹកមុខញញឹមតាំងពីចម្ងាយទទួលពេលនោះនាងតនកំពុងតែនៅគោវឹកស្ករត្នោតមុខផ្ទះគឺផ្ទះអ្នកស្រុកម្នាក់ដែលនាងរស់នៅជាមួយគេស្រាប់តែសវណ្ណដើរសន្សឹមចូលទៅពីក្រោយខ្នងនាងរួចពោលតិចថាអូនតនហត់ណាស់ឬនាងតនមានអាយុច្រើនបន្តិចហើយហាក់ដូចជាមិនសូវខ្មាស់អៀននាងបែរមុខមករកសវណ្ណយកក្រមាជូតញើសនៅលើថ្ងាសហើយសួរទៅវិញបងសវណ្ណឯណាអាតូចគឺជាកូនរបស់សវណ្ណនិងនាងតនបាននិយាយពិភាក្សាគ្នារឿងដំណឹងថាបារាំងនឹងចុះមកទាពន្ធសវណ្ណធ្វើអេះអុញទម្រាំណាច់ចិត្តហាមាត់និយាយឥឡូវឮថាបារាំងចិត្តមកទាពន្ធហើយនាងតនបានបញ្ជាក់ថានាងក៏បានឮម្ចាស់ផ្ទះនិយាយពីរឿងនឹងដែរពេលនេះបងពិបាកចិត្តធំហើយលុយ2-3រៀលនៅពីក្រោមខ្នើយបងនឹកថាទុកយកទៅទិញម្ហូបចំណីបន្តិចបន្តួចយកមករៀបចំសែនព្រេងតនឯងគ្រាន់មកគ្រប់កិច្ចតែឥឡូវគេចិត្តមកទាពន្ធទៀតលុយទាំង2រៀលនេះមិនទាំងគ្រប់ពន្ធកាតផងនាងតនដកដង្ហើមធំមុខសង្សារហាក់ដូចជាអស់សង្ឃឹមនាងយល់ចិត្តសវណ្ណភ្លាមថាពេលនោះប្រកាសជាសវណ្ណមករកលុយដើម្បីបង្គ្រប់ពន្ធកាត5រៀលហើយនាងហុចប្រដាប់សម្រាប់កោស្ករទៅឲ្យសវណ្ណនិយាយចប់នាងតនស្ទុះផ្លែតឡើងទៅលើផ្ទះ
ទៅបើកកន្ទេលដែលនាងដេករាល់ថ្ងៃហើយឃើញប្រាក់សេនប្រាក់កាក់ដែលនាងខំសន្សំទុកតាំងពីខ្មោចឲ្យនាងរហូតដល់ពេលនេះបូករួមទាំងអស់បាន1រៀល6កាក់កន្លះ6កាក់កន្លះគឺ6កាក់5សេននាងប្រមូលលុយនេះទាំងអស់យកចុះដើរមកហើយហុចឲ្យសវណ្ណប្រកបដោយទឹកមុខព្រួយបារម្ភក្នុងថ្ងៃដដែលនោះនាងធ្វើការបម្រើម្ចាស់ផ្ទះដែលនាងនៅជាមួយដូចសពដងគឺថាពេលថ្ងៃគ្មានពេលទំនេរព្រោះត្រូវដាំស្លផងរំងាស់ស្ករត្នោតផងអប់បំពង់ត្នោតផងពេលយប់ទៅទំនេរនៅតាមស្រុកស្រែចម្ការចាប់ពីម៉ោង7ឬ8ឡើងទៅពួកអ្នកស្រុកនាំគ្នាចូលដេកលក់អស់ស្ទើរគ្មានសល់យប់នោះនាងតន់ដាច់ចិត្តស្កាត់ទៅជួបសវណ្ណទាំងកណ្ដាលរាត្រីស្ងាត់មិនឲ្យអ្នកផ្ទះដឹងឡើយផ្ទះសវណ្ណមានចម្ងាយប្រហែល1គីឡូម៉ែត្រពីផ្ទះនាងតន់នាងខំប្រឹងដើរឆ្លងកាត់សំលេងឆ្កែព្រុសលូយ៉ាងស្រាវរន្ធត់ព្រោះខ្លួនជាស្រីភេទនៅពេលដល់ជណ្ដើរផ្ទះសវណ្ណនាងតន់មានកម្លាំងព្រឹសខំឡើងជើងអន្ថាជន់ជណ្ដើរឡើងទៅលើមើលឃើញមុខសវណ្ណតាមប្រឡោះប្រហោងជញ្ជាំងកណ្ដាលកំពុងតែច្របាច់ប្រាក់កាក់ចំនួន2កាក់ដែលចងកកូនរួចដកដង្ហើមខូពេលនោះនាងតន់គោះទ្វារពីក្រៅលើសូពុកធ្វើឲ្យស្រវណ្ណក្រសៅប្រាក់ក្តាប់នៅនឹងដៃជាប់រួចពន្លត់ភ្លើងភ្លឹបព្រោះនឹកស្មានថាជាចៅនាងតន់លួចសោចម្នាក់ឯងនៅក្បាលជណ្ដើរទៅបញ្ចេញសម្លេងតិចថាខ្ញុំទេបងសវណ្ណបានសួរតន់ថាប្អូនមកធ្វើអ្វីទាំងកណ្ដាលយប់ដូចនេះប្រយ័ត្នម្ចាស់ផ្ទះអូនគេរករឿងខ្មាស់ញាតិជិតខាងនៅក្នុងភូមិពេលនោះនាងតន់អត់ទាន់ឆ្លើយតបនៅឡើយនាងលុកហៅប៉ៅអាវរួចលុកយកប្រាក់1រៀល5កាក់ហុចទៅឲ្យសង្សារបាន1រៀលមួយចំហៀងនេះទៀតគ្រប់ហើយឬនៅបងខណៈនោះសវណ្ណហាក់ដូចជាមើលឃើញទឹកចិត្តរបស់នាងតន់កាន់តែច្បាស់ឡើងសវណ្ណដោយអរខ្លាំងពេកក៏ហាមាត់ពុំកើតបែរជាចេញទឹកភ្នែកទៅវិញគ្រប់5រៀលហើយឬនៅបងនាងតន់សួរសង្សារបណ្ដាលឆ្លៀតស្ទាបបបោះកូនប្រុសរបស់គេបណ្ដាលនិស័យដូចម្ដាយនឹងកូនកាយវិការរបស់នាងតន់បែបនេះបានញ៉ាំងឲ្យសវណ្ណនឹករំភើបចិត្តហើយរឹតតែឃើញសេចក្តីល្អរបស់តន់ខ្លាំងឡើងបន្ទាប់ពីនិយាយផ្ដោះផ្ដងគ្នាហើយតន់ក៏លាសវណ្ណទៅផ្ទះវិញលុះព្រឹកឡើងស្រាប់តែឃើញនាងតន់ដើរសម្ដៅមកផ្ទះសវណ្ណទៀតប៉ុន្តែម្ដងនោះមានឃើញមកវិចសម្លៀកបំពាក់មកជាមួយជប់នឹងខ្លួនផងព្រមទាំងទឹកមុខក្រៀមក្រំស្ងួតសវណ្ណប្រុងប្រៀបយកកូនផ្ញើនឹងម្ដាយធំវាឲ្យជួយមើលដើម្បីចេញទៅប្រកបការងារដោយរាល់ថ្ងៃលុះឃើញនាងតន់ដើរចូលមកដល់មុខផ្ទះខ្លួនប្រកបដោយអាការៈខុសប្លែកដូចនោះក៏នឹកពីផលក្នុងចិត្តជាខ្លាំងទើបស្រែកសួរនាងពីលើផ្ទះតន់មកទៀតហើយឬបានអ្វីជាប់នឹងដៃនោះឡើងមកតន់នាងតន់មិនទាន់តបទៅវិញភ្លាមនាងឡើងទៅលើផ្ទះទាំងទឹកភ្នែកលុះអង្គុយស្រួបបួលទើបនាងនិយាយប្រាប់សវណ្ណថាបងយប់មិញពេលត្រឡប់ទៅផ្ទះវិញខ្ញុំមានរឿងសន្ធឹករឿងអីតន់សវណ្ណសួរនាងដោយងឿងឆ្ងល់ណាស់ហើយចាំថ្ងៃក្រោយសុំនិយាយគ្នាទៀតឥឡូវអូនគ្រាន់តែសុំជម្រាបថាអ្នកម្ចាស់ផ្ទះអូនគេរករឿងអូនរួចគេឈប់ឲ្យអូននៅជាមួយគេទៀតហើយដោយសារតែអូនមកជួយបងឯងយប់មិញនេះហើយឥឡូវអូនមកនៅជាមួយបងហើយវគ្គថ្ងៃទី18មេសាជិះម៉ូតូទៅរៀនឆ្ងាយពិបាកណាស់ស្ទះផ្លូវរាល់ថ្ងៃខែក្តៅចង់ងាប់ហើយនៅដាច់ភ្លើងទៀតឥឡូវដាច់ទាំងទឹកទៀតពិបាកមែនតស៊ូដើម្បីរៀន Spring Home បន្ទប់ជួលខែសម្រាប់និស្សិតនិងបុគ្គលិកក្រុមហ៊ុននិងទីនេះគឺមានសុវត្ថិភាពមិនបារម្ភរឿងដាច់ទឹកឬដាច់ភ្លើងឡើយដោយប្រជារាស្ត្រនៅឃុំក្រាំងលាវរកលុយបង់ពន្ធមិនបានភាគច្រើននោះលោកបដេសចង់ឈ្នះប្រជារាស្ត្រហើយសង្ស័យក្រែងមេឃុំចូលដៃជាមួយនឹងកូនឃុំផងទើបគាត់សម្រេចចិត្តថានឹងចេញទៅទារពន្ធដោយខ្លួនឯងលោកបដេសសម្រេចចិត្តហើយតែមិនទាន់ចេញទៅភ្លាមទេលោកបដេសសរសេរលិខិតមួយនៅថ្ងៃទី9ខែមេសាឆ្នាំ1925ទៅលោករេស៊ីដង់ស៊ុបបេរីយេបូថ្វាំងដើម្បីទៅទស្សនានៅក្នុងខេត្តដោយបញ្ជាក់ថាយកលោកចៅហ្វាយខេត្តហេងទៅជាមួយផងលោករេស៊ីដង់ស៊ុបបេរីយេមិនទាន់ទាំងបានឆ្លើយថាយ៉ាងម៉េចផងស្រាប់តែនៅថ្ងៃទី13 14 15មេសាលោកបដេសចេញទៅទស្សនាក្នុងខេត្តដោយមិនទាំងបានឲ្យចៅហ្វាយខេត្តដឹងផងលោកទៅតែជាមួយអ្នកបកប្រែភាសាខ្មែរម្នាក់ឈ្មោះសួននិងទាហានខ្មែរម្នាក់ឈ្មោះឡាច
ហើយនឹងអ្នកធ្វើម្ហូបម្នាក់លោកចេញពីស្រុកមួយទៅស្រុកមួយពីឃុំមួយទៅឃុំមួយដល់ថ្ងៃទី18ខែមេសាទើបដល់ឃុំក្រាំងលាវ18មេសាឃុំក្រាំងលាវថ្ងៃនេះជាថ្ងៃ10រោចខែចែកឆ្នាំឆ្លូវសប្បស័កពុទ្ធសករាជ2468ត្រូវនឹងថ្ងៃទី18មេសាឆ្នាំ1925ចាប់តាំងពីម៉ោង7ព្រឹកសាលាឃុំក្រាំងលាវពួកអ្នកជាប់ពន្ធបានជួបជុំគ្នាទាំងវងទាំងវាយណែនណាន់តាន់តាប់ក្បាលដូចកណ្ដាច់ដើម្បីរងចាំលោកធំបារាំងដែលសំណាក់នៅឯឃុំព្រៃមលូនៅឡើយរីឯឃុំពងរព្រាលស្ថិតនៅជាប់គ្នានឹងឃុំក្រាំងលាវដែរនោះក៏មានការជួបជុំនៅតាមឃុំរៀងៗខ្លួនដែរប៉ុន្តែនៅឃុំពងរគេត្រូវជួបជុំគ្នានៅវត្តព្រះទ្វារចំណែកឯឃុំព្រាលគេត្រូវជួបជុំគ្នានៅវត្តព្រាលឃុំទាំងពីរក្រោយនេះនឹងត្រូវគេទារពន្ធនៅថ្ងៃជាមួយនោះដែរបន្ទាប់ពីឃុំក្រាំងលាវទៅបើក្រឡេកគយគុណទៅពួកអ្នកជាប់ពន្ធទាំងប៉ុន្មាននោះឃើញថាមានទឹកមុខប្លែកៗពីគ្នាអ្នកខ្លះមានទឹកមុខធម្មតាដែលអាចឲ្យយល់បានថាក្រុមនេះគ្មានការតក់ស្លុតអ្វីព្រោះគេមានប្រាក់សម្រាប់បង់ពន្ធជូនលោកធំប៉ុន្តែគុណមើលទៅផ្នែកខ្លះទៀតហាក់ដូចជាមានទឹកមុខខុសប្លែកប្រក្រតីជាហេតុនាំឲ្យកត់សម្គាល់បានប្រមាណយល់ថាក្រុមនេះប្រកាសជាមានអារម្មណ៍មិនស្រួលហើយប្រហែលជាពុំមានប្រាក់សម្រាប់បង់ពន្ធថ្លៃពីក្រុមអ្នកក្លាហានដែលប៉ុនប៉ងពិឃាតជីវិតលោករេស៊ីដង់នេះវិញពួកនេះកំពុងតែតាមដានលោករេស៊ីដង់យ៉ាងប្រកិតក្នុងឱកាសដែលលោករេស៊ីដង់កំពុងទារពន្ធនៅឃុំព្រៃមូលនោះក្រុមនេះក៏បានបញ្ចេញសកម្មភាពយ៉ាងស្ងាត់កំបាំងខ្លាំងក្លាណាស់ដែរដោយបំឡំខ្លួនទៅនៅជាមួយគេឯងហើយគ្មាននរណាម្នាក់ចាប់អារម្មណ៍ឬសង្ស័យអ្វីឡើយក្រុមអ្នកក្លាហាននេះបានសន្មត់គ្នារួចជាស្រេចថានឹងផ្ដាច់ជីវិតលោករេស៊ីដង់នៅឃុំព្រៃមូលនេះឯងប៉ុន្តែពេលនោះឱកាសមិនហុចឲ្យសោះព្រោះសម័យខ្លួនទាំងអស់គ្នាស្ថិតនៅឆ្ងាយពីលោករេស៊ីដង់ពេកម្ល៉េះហើយផែនការនេះត្រូវខកមួយគ្រាសិនទៅលុះដល់លោករេស៊ីដង់ចេញពីឃុំព្រៃមូលទៅអ្នកក្លាហានក៏តាមជាប់ស្អិតទៅទៀតដែរព្រោះគេបានបដិញ្ញាគ្នាស្រេចហើយថាដរាបណាពួកគេមិនទាន់សម្លាប់រេស៊ីដង់ស្លាប់ទេដរាបនោះគេពុំព្រមនៅស្ងៀមជាដាច់ខាតមិនដឹងជាវេលាម៉ោងប៉ុន្មានទេប៉ុន្តែគឺនៅមុនថ្ងៃត្រង់ថ្ងៃទី18ខែមេសាឆ្នាំ1925ដដែលនោះពួកអ្នកឃុំក្រាំងលាវដែលរងចាំលោករេស៊ីដង់ក្នុងបរិវេណសាលាឃុំមួយស្របក់ធំទៅហើយនោះស្រាប់តែឃើញលោករេស៊ីដង់ជិះសេះលេចធ្លោពីចម្ងាយសម្ដៅមុខសាលាឃុំមានសម្លៀកបំពាក់សសុទ្ធព្រមទាំងពាក់មួកកាសសទៀតនៅពេលដែលលោករេស៊ីដង់ជិះសេះមកដល់បរិវេណសាលាឃុំគេសង្កេតឃើញចំនួនមនុស្សដែលមកជាមួយលោករេស៊ីដង់មាន3នាក់គឺ1សួនដែលគេនិយមហៅថាថៃសួនជាអ្នកបកប្រែភាសា2កងរក្សាស្រុកម្នាក់ឈ្មោះឡាច3បោចុងភៅម្នាក់មិនស្គាល់ឈ្មោះពួកអ្នកស្រុកគ្រាន់តែក្រឡេកឃើញលោករេស៊ីដង់ខ្លាចអំណាចបុណ្យបារមីគាត់ជាងខ្លាចស្ដេចខ្មែរទៅទៀតអ្នកខ្លះមិនទាំងហ៊ានងើយមុខមើលចំផងសូម្បីតែព្រះសង្ឃដូចយ៉ាងព្រះដេចគុណព្រះដេចគុណព្រះនាមទីចៅអធិការនិងគ្រូសូត្រព្រះនាមជួនវត្តក្រាំងលាវមានប្រតិយអាណិតអាសូរពុទ្ធបរិស័ទចំណុះជើងវត្តលោកណាស់ព្រះអង្គមានប្រតិយចង់ជួយពុទ្ធបរិស័ទចំណុះជើងវត្តតែលោកមិនហ៊ានព្រោះអំណាចបារាំងគ្របដណ្ដប់តាំងពីរាជរហូតដល់ព្រះសង្ឃពេលនោះមេឃុំប៉ាល់រត់ជើង3ជើង4ទទួលលោកបារាំងសេះដ៏ធំព្រមទាំងសម្ដែងគៀវរៈកិច្ចតាមទំនៀមចំណែកពួកមន្ត្រីឃុំក្រោមអាវ៉ាត់លោកតាប៉ាល់ក៏នាំគ្នាចូលគោរពលោករេស៊ីដង់ជាលំដាប់លំដោយឯលោករេស៊ីដង់ញាក់មុខដូចស្វានៅលើដើមឈើដែលឃើញមនុស្សដើរពីក្រោមវាព្រមបញ្ចេញសូរស័ព្ទក្រឡោថាប៊ីយាងរួចឡើងទៅលើសាលាឃុំនៅពេលនោះពួកបណ្ដារាស្ត្រដែលមានសុទ្ធតែប្រុសហើយមុននេះបន្តិចក៏ឮសូរមាត់ជជែកគ្នាដូចចាបចូលសម្បុកនោះស្រាប់តែស្ងាត់ជ្រាបដូចនៅក្នុងព្រៃស្មោសានស្ទើរតែរកអ្នកណាម្នាក់ក្អកគ្មានក្នុងពេលបន្ទាប់មក
ស្មានឃុំក៏បើកបញ្ជីហៅឈ្មោះអ្នកជាប់ពន្ធឲ្យចូលទៅបង់ពន្ធម្នាក់ម្ដងចំពោះមុខលោករេស៊ីដង់ដែលអង្គុយកងអន្ទាក់ខ្លាលើកៅអីយ៉ាងក្រហើនសមជាអ្នកមានឫទ្ធិអំណាចបរិយាកាសពេលនោះពោពេញទៅដោយភាពក្រៀមក្រំនិងរន្ធត់ពីមុនមកគេគ្រាន់តែឮនឹងត្រចៀកតែមិនបានឃើញផ្ទាល់នឹងភ្នែកថាលោករេស៊ីដង់ជាមនុស្សមិនចេះយោគយល់នោះឥឡូវគេឃើញជាក់ច្បាស់នឹងភ្នែកគ្រប់គ្នាហើយគឺមនុស្សណាដែលគ្មានប្រាក់បង់ពន្ធជូនលោកទេលោកបញ្ជាឲ្យដាក់ខ្នោះជើងមួយរំពេចឥតបងអន់ហើយលោកនិយាយទៅថៃសួនជាភាសាបារាំងឲ្យបកប្រែប្រាប់អ្នកស្រុកថាបើចង់រួចខ្លួនត្រូវឲ្យដំណឹងទៅគ្រួសារឲ្យយកប្រាក់មកបង់ឲ្យលោកទើបលោកដោះលែងឲ្យមានសេរីភាពឡើងវិញសម័យខ្លួនអ្នកជាប់ខ្នោះជាច្រើនអ្នកបានសំពះអង្វរលោករេស៊ីដង់ឲ្យត្រាប្រណីដល់ខ្លួនត្បិតខ្លួនគ្មានប្រាក់ទេទុកណាជាផ្ដាំផ្ញើទៅប្រពន្ធកូនឲ្យនៅផ្ទះឲ្យយកប្រាក់មកលួសក៏មិនដឹងជារត់ទៅរកឯណាដែរថៃសួនខំបកប្រែជំរាបលោករេស៊ីដង់តាមការទទូចពីអ្នកជាប់ខ្នោះតែចម្លើយរបស់លោកធំបារាំងគឺស្រែកសម្លុតគំរាមទន្ទ្រាំជើងស្ទើរស៊ីសាច់ហត់ឈាមទាំងរស់ធ្វើឲ្យបណ្ដារាស្ត្រខ្លាចបាក់ស្បាតគ្រប់គ្នាលែងមាននរណាហ៊ានហាបមាត់ហាបកតទៅទៀតខ្លាយពីក្រុមអ្នកក្លាហានដែលមានឈ្មោះនៅនិងឈ្មោះជួនជាមេដឹកនាំនោះវិញដោយភាគច្រើនជាកូនឃុំក្រាំងលាវស្រាប់ទើបពួកគេមានលទ្ធភាពចេញចូលក្បែរឬនៅឆ្ងាយពីបារាំងតាមតែចិត្តប៉ុន្តែនៅមិនទាន់បានចូលទៅគៀកចិត្តមែនតែននៅឡើយទេព្រោះមានការរក្សាសន្តិសុខឲ្យលោករេស៊ីដង់គួសមដែរនៅជាប់នឹងខ្លួនគេម្នាក់គឺអ្នកខ្លះមានពូថៅអ្នកខ្លះមានធឿកខ្លីល្មមអ្នកខ្លះទៀតមានកំបិតស្នៀតដែលសុទ្ធតែលាក់បង្កប់ខាងក្នុងអាវយ៉ាងជិតជាទីបំផុតព្រះអាទិត្យជ្រេបន្តិចហើយការទារពន្ធនៅឃុំក្រាំងលាវដែលគេក្រងថាត្រូវបញ្ចប់មុនថ្ងៃត្រង់នោះបានបន្លាយពេលតទៅទៀតដោយមកពីបរិយាកាសច្របូកច្របល់នៃបណ្ដារាស្ត្រក្រោមការពន្យុះនៃក្រុមអ្នកក្លាហានដើម្បីឲ្យបានជាលេសសម្រាប់សម្រុកចូលចាប់បារាំងនោះផងដោយមកពីពួកអ្នកជាប់ពន្ធមានច្រើនគ្នាផងហើយអ្នកទាំងអស់នោះហាក់ដូចជាខ្លាចបារាំងតែមួយផ្លែតលុះដល់វេនខ្លួនចូលទៅបង់ពន្ធចេះតែសំពះអង្វរកសុំកុំឲ្យធ្វើទោសដាក់ខ្នោះជាហេតុនាំឲ្យពេលវេលាយឺតយូរខូចកម្មវិធីរបស់លោកធំបារាំងអស់រលីងហេតុការណ៍ខាងក្រោយនេះធ្វើឲ្យបារាំងរត់តែក្រហមចុងច្រមុះណាក្តៅចិត្តនឹងបណ្ដារាស្ត្រដែលគ្មានរបៀបរៀបរយចេះតែដើរពពាក់ពពួនខ្សឹបចែកដំឡងនៅឯដីជុំវិញសាលាឃុំនោះផងឯអ្នកបងពន្ធរួចហើយក៏មិនព្រមទៅផ្ទះហើយថែមទាំងមានស្រីញីក្មេងខ្មាំងមកពីភូមិចូលមកបរិវេណសាលាឃុំចែកមាត់មួយម្នាក់ទៀតណាលោករេស៊ីដង់ក៏ក្តៅចិត្តនឹងមនុស្សដែលអត់បង់ប្រាក់ពន្ធនោះក៏មានចំនួនច្រើនគ្នាផងគឺបរិយាកាសពេលនោះចេះតែតឹងតែងបន្តិចម្ដងជាលំដាប់មានហេតុការណ៍មួយទៀតដែលហាក់ដូចជាជួយជំរុញសហភាពអាណាធិបតេយ្យឲ្យកាន់តែធ្លាក់ចុះមួយកម្រិតទៀតគឺពេលនោះមានសមាជិកអ្នកក្លាហានម្នាក់ឈ្មោះប៊ិនបានត្រូវលោករេស៊ីដង់ដាក់ខ្នោះជាប់ក្រវៀនមួយកន្លែងដោយសារគ្មានប្រាក់បង់ពន្ធការបាត់បង់បពពួកខ្លួនម្នាក់នេះបាននាំឲ្យអ្នកក្លាហានឯទៀតខំបញ្ចេញសម្លេងខ្សឹបខ្សៀវបូចមាត់បូនកសសោះអន្តងប្រមូលបពពួកកាន់តែច្រើនឡើងក្រុមអ្នកក្លាហានយល់ថាពេលនេះផែនការរបស់ពួកគេជិតចូលមកដល់ដំណាក់កាលចុងក្រោយបងអស់ហើយទើបគេចាត់វិធានការរាយបណ្ដាក់សមាជិកម្នាក់នៅតាមកន្លែងដែលគេបានសន្មត់គ្នារួចជាស្រេចមកហើយវគ្គអវសានជីវិតលោករេស៊ីដង់បាដេសបងអ្នកគាត់សួរទៅលើឧបករណ៍ម៉ាស្សាចង្កេះគាត់ចង់បានតែគ្រាន់ធ្វើជាតម្រូសម្រាប់ធូរឆ្អឹងខ្នងរបស់គាត់នេះកុំឲ្យវាឈឺចុកក្រួយឬកុំឲ្យកោងបងប្អូនទាំងគ្នាអាចប្រើជាមួយនឹងឧបករណ៍ម៉ាស្សាចង្កេះនេះបានដូចគ្នាដោយយើងអត់ធ្វើការបើកនៅមុខងារ touch screen នេះទេអញ្ចឹងបើសិនជាយើងគ្រាន់តែធ្វើការពាក់ប្រចាំថ្ងៃយើងធ្វើការរឹតធម្មតាទាំងអស់ហើយយើងពាក់នៅលើចង្កេះរបស់យើងនឹងមកបន្ទាប់មកទៀតយើងទុកចោល20នាទីកន្លះម៉ោងជាការស្រេចទេមិនបាច់បើកមុខងារនេះតែបើសិនជាបងប្អូនទាំងគ្នាមានអារម្មណ៍ថាថ្ងៃណាមួយយើងអង្គុយយូរទៅយើងដើរឬក៏យើងឈរយូរពេកធ្វើឲ្យយើងចុកក្រួយចង្កេះយើងចង់ឲ្យមានអ្នកគួរច្បាស់បងប្អូនទាំងអស់គ្នាក៏អាចប្រើជាមួយនឹងឧបករណ៍នេះបានដូចគ្នាបានន័យថាយើងពាក់វាឡើងមកលើខ្លួនមកហើយយើងធ្វើការបើកបានទាំងមុខងារជួយដល់រំញ័រផង
ជួយទៅដល់សីតុណ្ហភាពផងអញ្ចឹងវាជួយធ្វើការបាត់ការដាក់ឈឺចង្រោយនឹងវាបានល្អមានប្រសិទ្ធភាពទៀតយើងទិញតែឧបករណ៍នេះមួយយើងប្រើបានរហូតដល់3មុខងារវាងាយស្រួលត្រង់ហ្នឹងដែលយើងអត់ចាំបាច់ទៅទិញឧបករណ៍នេះមួយឧបករណ៍នោះមួយបូកបញ្ចូលគ្នាទេតំណងចឹងដៃ4សងខាងហ្នឹងដើម្បីជួយទប់ខ្នងរបស់យើងនឹងឯងអញ្ចឹងរៀងរាល់ពណ៌មានលម្អិតទាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើឧបករណ៍នេះបងប្អូនទាំងអស់គ្នាអាចធ្វើការឆានមកកាន់ពេកដោយការទាពន្ធនៅឃុំក្រាំងលាវចេះតែយូរទៅហើយទទួលលេចលឺដំណឹងថាលោករេស៊ីដង់បញ្ចេញអំណាចកាន់តែខូខើខ្លាំងឡើងផងនោះមានអ្នកខ្លះដែលនៅក្នុងឃុំពងរឯនោះសោះក៏បបួលគ្នាទៅស្ដាប់និងមើលហេតុការណ៍ដល់សាលាឃុំក្រាំងលាវផ្ទាល់តែម្ដងជាហេតុនាំឲ្យចំនួនមនុស្សរឹតតែកើនច្រើនឡើងរីឯស្រីនៅឃុំក្រាំងលាវនោះវិញលុះបាត់ប្តីយូរពេកក៏កើតមានសេចក្តីងឿងឆ្ងល់គ្រប់គ្នាអ្នកខ្លះក៏បានដឹងរឿងហេតុច្បាស់លាស់អ្នកខ្លះទៀតគ្រាន់តែឮស្រពេចស្រពិលថាបារាំងចាប់ប្តីអ្នកនេះប្តីអ្នកនោះដាក់ខ្នោះលុះលេចឮដំណឹងបែបនេះហើយអ្នកខ្លះក៏បណ្ដាលកូនចៅទាំងកណ្ដាលថ្ងៃចេះមកសាលាឃុំអ្នកខ្លះទៀតទូលបាយយកមកផ្ញើប្តីទទួលទានផងព្រោះពេលថ្ងៃត្រង់មកដល់ហើយថ្លែងពីនាងតនដ៏កំសត់នៅពេលបានដឹងឮថាមានមនុស្សជាប់ខ្នោះនៅសាលាឃុំរងោករងួយហើយបាត់មុខសវណ្ណមិនឃើញត្រឡប់មកផ្ទះវិញក៏ប្រញិតប្រញាប់ទូលបាយយកទៅផ្ញើប្តីព្រោះសង្ស័យក្នុងចិត្តថាប្តីខ្លួនប្រហែលជាជាប់ខ្នោះដែលក៏មិនដឹងបានជាបាត់មុខយ៉ាងនេះនៅពេលទៅដល់សាលាឃុំនាងតនខំដាវឈ្មោះឈ្មោលកាត់គេកាត់ឯងទៅរកមើលប្តីតនមើលទៅទឹកមុខហាក់ដូចជាចង់យំបន្តិចពេលបន្តិចធ្វើឲ្យអ្នកខ្លះនឹកអស់សំណោចព្រោះគេដឹងច្បាស់ថាសវណ្ណប្តីនាងតនគ្មានជាប់ខ្នោះគ្នាអ្វីទេគឺកំពុងតែក្លាហានដូចគោឡើងកនឹងគេនឹងឯងចង់ចូលទៅសម្លេះលោករេស៊ីដង់ក្នុងពេលនោះដែរស្រាប់តែដើររាវរកប្តីអស់ចិត្តអស់ចង់ទៅហើយក៏ជួបវាក់នៅក្បែររបងវត្តក្រាំងលាវនាងតនលាន់មាត់ថាយីខំរោគស្ទើរស្លាប់ស្មានតែជាប់ខ្នោះនឹងគេហើយតាសវណ្ណធ្វើទឹកមុខញញឹមរួចតបទៅនាងតនវិញខ្នោះមែនតែនបងមិនជាប់ទេតែបងជាប់ខ្នោះចិត្តសម្ដីនេះនាងតនស្ដាប់មិនយល់ទេព្រោះនាងមិនបានធ្លាប់រៀនសូត្រហើយត្រឡប់ទៅជាប្រច័ណ្ឌសវណ្ណទៅវិញយឹបងសវណ្ណនឿយណាយតនហើយឬតនក្រមែនតែចិត្តតនមិនក្រទេបងមកទៅផ្ទះបើស្រឡាញ់ស្រីណាមួយទៀតត្រូវតែជំរះគ្នាជាមួយតនឲ្យបានស្អាតសិនណាខំដើររកស្ទើរស្លាប់ព្រោះតែស្រឡាញ់ប្តីខ្លាចប្តីជាប់ខ្នោះនេះបែរទៅជាថាជាប់ខ្នោះចិត្តខ្នោះថ្លើមទៅវិញដោយនឹកហួសចិត្តទាំងសវណ្ណទាំងអ្នកនៅក្បែរក៏នាំគ្នាសោយគល់ទើបសវណ្ណដើរចូលមកជិតនាងតននិយាយរអ៊ូមួយសន្ទុះមិនដឹងយ៉ាងម៉េចលុះស្ដាប់គ្នាបាននាងតនក៏ទុកបាយឲ្យប្តីរួចត្រឡប់ទៅផ្ទះវិញនិយាយពីស្ត្រី2នាក់ឈ្មោះនាងនីនាងប៊ីគឺនាងទាំងពីរនេះហើយដែលគេចាត់ទុកថាជានិមិត្តរូបនៃស្ត្រីខ្មែរនៅឃុំក្រាំងលាវដែលបានទាមទារសេរីភាពឲ្យដល់បណ្ដាអ្នកជាប់ឃុំឃាំងជាប់ខ្នោះនៅពេលនោះដោយមកពីភាពមានអ្នកបដូរផ្ដាច់របស់នាងនីនិងនាងប៊ីនេះឯងដែលបានញ៉ាំងឲ្យគោលបំណងរបស់ក្រុមអ្នកក្លាហានបានសម្រេចដល់ទិសដៅរបស់គេស្ត្រីទាំងពីរអ្នកនេះមានលំនៅផ្សេងពីគ្នាទេប៉ុន្តែហាក់ដូចជាមានគំនិតនិងឧត្តមគតិតែមួយក្រោយដែលបានទទួលដំណឹងថាប្តីរបស់ខ្លួនជាប់ខ្នោះបារាំងទៅហើយនាងនីក្តីនាងប៊ីក្តីនាងទាំងពីរបានទូលបាយរៀងខ្លួនទៅសាលាឃុំដើម្បីយកទៅឲ្យប្តីបរិភោគប៉ុន្តែពេលនាងទាំងពីរនេះទៅដល់មាត់ជណ្ដាលសាលាឃុំក៏ត្រូវកងរក្សាស្រុកដែលមានកាំភ្លើងមួយដើមឈរយាមនៅទីនោះហាមឃាត់មិនឲ្យឡើងជាហេតុនាំឲ្យនាងនេះក្តៅស្លឹកត្រចៀកមួយរំពេចទៅសួរដោយទន់ភ្លន់ហេតុអ្វីបានជានាងខ្ញុំសុំឡើងមួយផ្លែតមិនបានលោកថៃលុះជជែកឡើងតឹងសរសៃករៀងខ្លួនក៏លឺដល់លោករេស៊ីដង់សាកសួរថៃសួនក៏បកប្រែឲ្យស្ដាប់រឿងរ៉ាវភ្លាមមួយរំពេចទើបលោករេស៊ីដង់ស្រែកលល់ស្ទើរលៀនភ្នែកជាភាសាបារាំងដែលថៃសួនប្រែមកបានសេចក្តីថានាងឯងមានជាប់ប្រាក់មកផងទេបើមានប្រាក់មកបង់ពុនទើបយើងអនុញ្ញាតឲ្យជួបប្តីនាងឯងបានពេលនោះនាងនីនិងនាងប៊ីឆ្លើយទៅវិញយ៉ាងសមរម្យរៀបសារថាលោកថៃអើយបើយើងខ្ញុំមានប្រាក់យើងខ្ញុំពុំមែនបណ្ដោឲ្យប្តីនៅជាប់ខ្នោះមួយកំណាត់ថ្ងៃដូចនេះទេឥឡូវយើងខ្ញុំពុំមែនមកសុំលោកដោះលែងប្តីយើងខ្ញុំទេ
គឺយើងខ្ញុំក្រុមតែសូមអនុញ្ញាតឲ្យប្តីទទួលទានទេតាម្ដេចក៏លោកតឹងតែងដាច់មេត្តាខ្លាំងម្ល៉េះលោករេស៊ីដង់ធ្វើក្បាលងីងើសំលេចសំឡក់ចុះឡើងលុះថៃសួនប្រែជាភាសាបារាំងឲ្យស្ដាប់ក៏ស្រាប់តែក្តៅឈួលចុងច្រមុះខឹងច្រឡោតតោងមួយរំពេចទៅបញ្ជាឲ្យចាប់ស្ត្រីមាត់រឹងទាំងពីរនាក់នេះយកទៅដាក់ខ្នោះជាបន្ទាន់ប៉ុន្តែនាងទាំងពីរពុំព្រមឲ្យចាប់រួចពោលសងទៅបារាំងវិញណែលោកធំលោកប្រើអំណាចមកលើកខ្ញុំនិងជាតិខ្ញុំជ្រុលហួសហើយលោកដាក់ខ្នោះប្តីមិនទាន់ស្កប់ចិត្តឥឡូវលោកគិតដាក់ខ្នោះប្រពន្ធទៀតពេលនោះក្រុមអ្នកក្លាហានកាន់តែសរសៀកៀកនាងនីនិងនាងប៊ីឯអ្នកដទៃទៀតក៏ចេះតែចូលមុខចិត្តយ៉ាងពពាក់ពពួនហើយម្នាក់ហាក់ដូចជាកាន់ជើងនាងទាំងពីរនេះតើបនាងនីបន្តទៀតថាលោកធ្វើចវាយលើដីខ្មែរលោកមើលឃើញត្រឹមតែប្រាក់មួយមុខប៉ុណ្ណោះចង់ខ្មែរធ្វើស្រែបានចង់ខ្មែរដាច់ពោះស្លាប់លោកឥតឈឺក្បាលអ្វីទេលោកគិតតែពីសង្ខោញទាពុនឲ្យខានតែបាននេះឬដែលហៅថាអាណាព្យាបាលនៅពេលនោះលោករេស៊ីដង់ក៏បញ្ជាក់ថាបើនរណាមានលុយយកមកបង់ពន្ធនឹងលែងប្តីភ្លាមនាងប៊ីពេលនោះមានលុយតែមិនទាន់បង់ភ្លាមទេព្រោះនាងនេះមិនមានលុយបើបង់ទៅក្រែងបានតែប្តីមកមិនបានប្តីនាងនេះម្លោះហើយបានជាខំអង្វរបារាំងដល់អង្វរមិនបានការហើយលឺបារាំងថាដូច្នោះទើបសម្រេចចិត្តយកលុយបង់មុននាងនេះនាងប៊ីបង់លុយហើយមិនឃើញគេដោះលែងប្តីនាងក៏សួរថាម៉េចលោកថាបើមានលុយបង់ពន្ធលោកឲ្យរួចពីការឃុំឃាំងឥឡូវខ្ញុំបង់លុយម៉េចក៏លោកមិនលែងប្តីខ្ញុំមកលែងមិនបានទេតើតែអ្នកដតីទៀតយកលុយមកបង់គ្រប់សិនទើបដោះលែងជាមួយគ្នាតែម្ដងពួកអ្នកស្ដាប់ទាំងប៉ុន្មាននៅឯដីដែលឃ្លានបាយឡើងមុខស្ងួតរៀងខ្លួនលុះដល់លឺនាងប៊ីនិយាយបែបត្រូវចិត្តក៏តាំងញញឹមញញែមតែមិនហ៊ានសើចហូរទេព្រោះញញើតលោករេស៊ីដង់នៅឡើយបន្ទាប់មកនាងប៊ីនិយាយសោកទៅឲ្យលោកបារាំងម្ដងវិញយះលោកបារាំងលោកឯងអាងសះលោកត្រួតលើក្បាលខ្មែរលោកចង់ជន់លើខ្មែរស្មើម៉ានស្មើនោះឬតើលោកទុកខ្មែរជាមនុស្សម្នាដោយលោកដែរឬជាសម្រាមសម្រោចមិនស្មើនឹងបាតជើងលោកទេពេលនោះលោករេស៊ីដង់ចំតែងស្រែកសួរថៃបកសួនដែលនៅចិត្តបង្កើនឹងលោកសោះឮសូរសំឡេងលលយ៉ាងក្រឡនិងញាប់រន្ថើនព្រោះចង់ដឹងសម្ដីស្ត្រីទាំងពីរនាក់នេះយ៉ាងខ្លាំងលុះថៃសួនបកប្រាឲ្យស្ដាប់យល់ន័យហើយគាត់ក្តៅក្រហាយចំពោះនាងមាត់រឹងទាំងពីរនេះឥតឧបមាទើបបញ្ជាឲ្យចាប់យកទៅដាក់ខ្នោះជាប្រញាប់ប៉ុន្តែនាងនីក្តីនាងប៊ីក្តីហាក់ដូចជាមានគំនិតត្រូវគ្នាគឺមិនបណ្ដោយឲ្យនរណាចូលមកចាប់ខ្លួនបានដោយងាយឡើយដោយពិនិត្យឃើញថាស្ត្រីទាំងពីរនាក់នេះសែមហាមេនះរឹងរូសរកអ្នកណាប្រដូចពុំបានគ្មានញញើតកោតខ្លាចអំណាចលោកសោះទើបលោករេស៊ីដង់បង្គាប់ទៅកងរក្សាស្រុកឲ្យបាញ់នាងនីនិងនាងប៊ីជាបន្ទាន់ដើម្បីផ្ដាច់ជីវិតក្នុងពេលនោះតែម្ដងឯកងរក្សាស្រុកគ្រាន់តែឮចវាយនាយបញ្ជាឲ្យបាញ់ក៏ចាប់កំភ្លើងនំរងទៅរកនាងទាំងពីរយ៉ាងរហ័សដោយប្រាថ្នាទីហ៊ាននោះរៀបនឹងកោះកាយទៅហើយស្រាប់តែមានដៃមនុស្សម្នាក់មិនដឹងជានរណាព្រោះច្របូកច្របល់ពេកទៅភើយកេះចុងកំភ្លើងនោះឡើងទៅលើឯក្របកំភ្លើងក៏ផ្ទុះផុងពេលដំណើរគ្នានោះដែរធ្លាយទៅលើដំបូលសាលាឃុំដោយឃើញលោករេស៊ីដង់ប្រើអំណាចព្រៃផ្សៃខ្លាំងពេកបណ្ដារាជក៏ផ្ទុះកំហឹងគ្រប់គ្នាខំមាត់សង្គ្រឹតថ្មិញលែងខ្លាចបុណ្យបារមីគាត់តទៅទៀតជាបន្ទាន់នោះក្រុមអ្នកក្លាហានក្រោមការដឹកនាំនៃឈ្មោះនៅនិងឈ្មោះជួនក៏ស្រែកហូក្រេវជាមួយនឹងចលនាលោតបាល់សម្រុកទៅមុខយ៉ាងរហ័សដល់ពេលហើយគ្នាយើងចូលចាត់ការភ្លាមអ្នកទាំងអស់ក៏ស្ទុះដូចស្រមោចខ្លះព្រួតវាយកងរក្សាស្រុកដោយដំបងប្រនងស្លាប់នៅនឹងមាត់ចណ្ដាលសាលាឃុំមួយរំពេចខ្លះទៀតលោកផ្លោះកម្មចណ្ដាលសម្ដៅទៅលោករេស៊ីដង់យើងបែរទៅមើលក្រុមអ្នកក្លាហានស៊ូស្លាប់ប្រឆាំងនឹងការជិះជាន់បង្ខំតឹងតែងពីបរទេសនៅចែកគ្នាជាក្រុមដើម្បីប្រតិបត្តិការនេះឲ្យមានប្រសិទ្ធភាពអ៊ំជួនសំបិនអឹមឈុំអ៊ំពុំសននិងសិនអ្នក7អ្នកនេះគេទុកឲ្យចាំតែប្រហារអ្នករក្សាបដេសគឺកងរក្សាខេត្តឡាចអ្នកខ្លះស្ទុះទៅចាប់ឡាច
ចងស្លាប់សេកអ្នកខ្លះស្ទុះទៅដកកំភ្លើងហើយខ្លះទៀតចាំវាយពេលនោះថៃសួនបែរស្ទុះទៅជួយឡាចស្រាប់តែម្នាក់ប្រលះសួនមួយស្វាយកំភ្លើងមូស្ទីតុងរីឯមកឃើញគេកំពុងតែញាប់ដៃក៏ហក់ឡើងទៅលើសាលាឃុំដែរហូតកូនពូថៅចេញមកហើយពន្លះឡាចថែមទៀតយ៉ាងចាស់ដៃពួកបាតកោដែលឲ្យគ្នាទៅរោមចាប់ឡាចច្រើនគ្នាព្រោះឡាចមានកំភ្លើងហើយឲ្យតែបានកំភ្លើងផុតពីឡាចទៅបាតកោលែងខ្លាចអ្វីទាំងអស់ពួកបាតកោឃើញក្រុមខ្លួនយកកំភ្លើងបានតាំងហូយកជ័យយ៉ាងសប្បាយលោករេស៊ីដង់ដែលធ្លាប់តែឡើងចាងអាងអំណាចស្មានថាគេកោតខ្លាចគាត់បាក់ស្បាតនោះលុះឃើញស្ថានភាពមិនស្រួលខ្លាំងដូចនេះក៏ផិតភ័យស្ទើរភ្លេចដកដង្ហើមក៏ឆ្លេឆ្លារត់ចុះឡើងលើសាលាឃុំរៀកនោមដាក់ខោទៅទឹកអស់ឯពួកបាតកោបានចំណាប់ល្អមានការប្រុងប្រយ័ត្នជាដរាបដើម្បីកុំឲ្យលោករេស៊ីដង់រត់រួចពេលនោះនាងប៊ីឃើញពួកបាតកោវាដណ្ដើមយកកំភ្លើងបានពីទាហានរក្សាលោករេស៊ីដង់បានហើយថែមទាំងបានសម្លាប់ចោលទៀតនោះនាងមានសេចក្តីក្លាហានធ្វើឡើងស្មារតីរឹងប៉ឹងនាងងាកចុះងាកឡើងស្រាប់តែឃើញរនុកទ្វារនៅក្បែរនោះនាងកញ្ឆក់បានស្ទុះទៅវាយលោករេស៊ីដង់មួយយ៉ាងដំណំនាងនេះឃើញដូចនោះលាត់ដៃអាវស្ទុះចូលទៅទៀតថែមទាំងមានបាតកោម្នាក់ទាញចេញមកវិញព្រោះក្រែងមានគ្រោះថ្នាក់លោករេស៊ីដង់ត្រូវមួយរនុកទ្វារលូសូភុះយ៉ាងដំណំប៉ុន្តែដោយអំណាចផិតភ័យខ្លាចពេកលោករេស៊ីដង់ហាក់ដូចគ្មានស្គៀបនឹងដំបងនោះសោះខំប្រឹងរត់រកច្រកចេញក្រែងបានរួចជីវិតលុះឃើញប្រឡោះល្អលោករេស៊ីដង់ក៏លោតផ្លោះមកដីតាមបង្អួយសាលាឃុំនាងនីដែលមិនបានសម្រេចក្នុងការវាយលោករេស៊ីដង់នោះនាងនឹងឆក់រនុកទ្វារពីនាងប៊ីហើយរត់ចុះទៅដីប្រុងនឹងវាយលោករេស៊ីដង់ឲ្យបានមួយដំបងដែរតែស្ថានភាពមិនហុចឲ្យសោះព្រោះបាតកោពេលនោះជ្រួចច្របល់ពេកទៅម្នាក់ចង់តែវាយឯបាតកោខ្លះក៏មិនបានឡើងទៅលើសាលាស្ទាក់ផ្លូវនៅឯដីនោះស្រាប់ក៏យាដំបងសំដៅទៅលោករេស៊ីដង់ក្នុងពេលដែលគាត់កំពុងហក់តាមប្រឡោះបង្អួចដំបងនោះបានផ្លាតទៅចំក្បាលបុរសម្នាក់ឈ្មោះប៉ុលដោយអចេតនាបណ្ដាលឲ្យបែកឈាមក្រហមច្រាលពួកបាតកោមួយចំនួនទៀតស្ទុះទៅដកបង្គោលរបងវត្តក្រាំងលាវរួចដេញតាមលោករេស៊ីដង់យ៉ាងស្អិតហើយគេបានព្រួតគ្នាវាយត្រូវមួយដំបងម្នាក់លុះត្រាតែដួលសន្លប់ស្ដុកស្ដឹងនៅមួយកន្លែងយ៉ាងអាណោចអាធំនិយាយពីថៃសួនអ្នកបកប្រែភាសាវិញនៅពេលនោះបាតកោខ្លះចោមវាយបារាំងឯបាតកោខ្លះទៀតចោមវាយថៃសួនពួកបាតកោបានវាយបែកក្បាលថៃសួនតាំងពីនៅលើសាលាឃុំម្លេះប៉ុន្តែលោកថៃហាក់ដូចជានៅមានស្មារតីរឹងប៉ឹងគ្រាន់បើដែរគាត់ឃើញប្រឡោះបង្អួចនៅទំនេរប្រហោងធ្លូក៏ហក់ព្រឹបមកដីរួចត្បល់សល់ដូចឆ្កែដំបៅក្បាលចូលបង្កប់ខ្លួននៅក្នុងវងមហាជនដោយនឹកស្មានថាគង់មានអ្នកខ្លះជួយអាណិតអាសូរលាក់លៀមរូបគាត់ប៉ុន្តែពុទ្ធោពួកបាតកោមានភ្លេចនឹកនីថៃសួនអីឯពួកដែលជាប់ដៃvìលោករេស៊ីដង់លុះឃើញលោករេស៊ីដង់ដួលសន្លប់បាត់ស្មារតីក៏ងាកមកជួយគ្នាដេញវាយថៃសួនទៀតថៃសួនអាភ័ព្វឃើញដូចនេះក៏ខំរត់ទាំងឈាមកក្លាក់ទម្លាយរបងវត្តក្រាំងលាវរួចឡើងទៅពួនសំងំនៅក្នុងកុដិព្រះសង្ឃយកព្រះរតនត្រ័យជាទីពឹងទីបិទបាំងដើម្បីឲ្យបានរស់ជីវិតអាត្មាពួកបាតកោក៏ឡើងស្រទៅលើកុដិរួចចាប់អូសថៃសួនមកវិញថៃសួននឹកថាពេលនេះគុណបុណ្យព្រះរតនត្រ័យជួយមិនឈ្នះទេក៏ស្រែកអង្វរកលន់តួបាតកោលោកអើយសូមមេត្តាខ្ញុំបាទកុំធ្វើបាបខ្ញុំបាទខ្ញុំគ្រាន់តែជាអ្នកបកប្រែភាសាតើខ្ញុំអត់សមគំនិតខុបខិតជាមួយបារាំងទេណាលោកម្ចាស់ថ្លៃអើយជួយបិណ្ឌបាតខ្ញុំកូនណាផងពេលនោះបាតកោម្នាក់សោះចំអកថៃសួនលោកថៃលោកចៃបារាំងលោកឯងប៉ិនបកប្រែណាចេះយកគប់យកគួរចវាយនាយជួយដុតកម្ដៅចវាយនាយឲ្យលុតកញ្ជ្រោលសង្កាត់សង្កិនខ្មែរគ្នាឯងឥឡូវនេះចង់កិច្ចការយកគប់ពីយើងម្ដងវិញតែយើងសូមជូនរង្វាន់លោកថៃឲ្យល្មមចិត្តម្ដងនេះចុះចាប់ថ្លែងពីបោយម្នាក់របស់លោករេស៊ីដង់បាដេសពេលកើតឧបទ្ទហេតុដ៏សាហាវនោះបាតកោហាក់ដូចជាមិនបានយកចិត្តទុកដាក់នឹងបោយនោះទេ
ប្រហែលជាយល់ថាមនុស្សនេះគ្រាន់តែជាបាវព្រាវម្នាក់របស់បារាំងដែលគ្មានបានធ្វើអ្វីដ៏គួរឲ្យស្អប់ខ្ពើមនិងក្តៅក្រហាយឆ្លៀតពេលដែលគេកំពុងតែរត់ស្រចុះស្រឡើងដេញវាយបារាំងនិងអ្នកឯទៀតនោះអ្នកធ្វើបាយរូបនេះក៏រំលាសខ្លួនចេញពីសាលាឃុំក្រាំងលាវរួចរត់ផាយយ៉ាងលឿនដូចសេះដាច់បង្ហៀសំដៅមកក្រុងកំពង់ឆ្នាំងឃើញដូចនោះពួកស្រីភូមិក្រាំងលាវដែលបានទៅមើលព្រឹត្តិការណ៍នោះដែរក៏ស្រែកប្រាប់គ្នាជាបន្ទាន់រួចនាំគ្នាដេញប្រផាប់ចាប់ប្រភិញបណ្ដាលឲ្យនាងខ្លះជំពប់ជើងដួល 3-4 ត្រឡប់ប៉ុន្តែមិនអាចដេញទាន់បុរសនោះឡើយតាមព័ត៌មានតគ្នាថាបុរសនោះរត់ឥតឈប់ឈរ1នាទីទេគឺរត់ពីក្រាំងលាវរហូតដល់កំពង់ឆ្នាំងនៅពេលមកដល់ក្រុងកំពង់ឆ្នាំងគាត់ហត់ស្ទើរដាច់ខ្យល់ស្លាប់ហើយបានចូលទៅប្តឹងអ្នកមុខអ្នកការក្នុងខេត្តជាបន្ទាន់តែដំបូងឡើយគ្មានអ្នកណាម្នាក់ស្ដាប់ពាក្យរាយការណ៍របស់គាត់បានទេព្រោះអីសម្ដីដែលគាត់និយាយលាយឡំការភ័យស្លន់ស្លោផងដោយការហត់ហេវផងត្រឡប់ជាឮសូរសំឡេងវល់មិនដឹងជាចង់និយាយថាយ៉ាងម៉េចចង់ប្តឹងពីរឿងអ្វីប៉ុន្តែគេមានការមន្ទិលសង្ស័យខ្លះដែរព្រោះបាត់លោករេស៊ីដង់មិនឃើញលុះមួយសន្ទុះធំទៅបរោះរូបនេះនិយាយបានច្បាស់ត្រឡប់មកនិយាយពីក្រុមអ្នកក្លាហានវិញបន្ទាប់ពីបានសម្រេចនៅគោលបំណងនេះរបស់គេហើយពេលនោះក៏ស្រាប់តែផុសគំនិតមួយថ្មីទៀតគឺចង់វាយលុកទីក្រុងកំពង់ឆ្នាំងដើម្បីផ្ដាច់ជីវិតជាតិបារាំងឲ្យអស់ពីខេត្តនេះតែម្ដងលុះពីគ្រោះត្រូវរើគ្នាហើយក្រុមនេះក៏បានស្រែកប្រកោកប្រកាសប្រាប់ក្រុមបាតកោថាបងប្អូនទាំងអស់គ្នាយើងទៅវាយបារាំងនៅកំពង់ឆ្នាំងទៀតសូមបងប្អូនជួយព្រួតដៃគ្នាតស៊ូកុំខ្លាចស្លាប់ព្រោះថាការនេះជាការតស៊ូដើម្បីសេរីភាពនៃយើងទាំងអស់គ្នានិងប្រជាជាតិខ្មែរទាំងមូលបើយើងមិនស្រុះគ្នាទេមុខជាបារាំងជន់ពន្លិចយើងថែមទៀតមិនខាននៅពេលនោះពួកបាតកោហាក់ដូចជាបែកយោបល់ជាពីរមួយពួកទៀតយល់ថាត្រូវតែទៅវាយបារាំងក្រុងកំពង់ឆ្នាំងក្នុងថ្ងៃនោះទៀតដោយដែលមេដឹកនាំបានអំពាវនាវខាងលើឯមួយពួកទៀតយល់ថាការសម្លាប់រេស៊ីដង់បាដេសដែលជាអ្នកតំណាងប្រទេសបារាំងប្រចាំខេត្តកំពង់ឆ្នាំងនេះវាជាការគ្រប់គ្រាន់ហើយសម្រាប់ពញ្ញាស្មារតីរដ្ឋាភិបាលបារាំងឲ្យសាររើពិនិត្យឡើងវិញនៅនយោបាយរបស់ខ្លួនមកលើប្រទេសខ្មែរនិងប្រជាជាតិខ្មែរយ៉ាងហោចណាស់ក៏អាចបន្ធូរបន្ថយនៅអំពើជិះជាន់សង្កត់សង្កិនប្រជារាស្ត្រខ្មែរបានខ្លះដែរដោយសង្កេតឃើញទឹកចិត្តបាតកោហាក់ដូចជាមិនសូវព្រមព្រៀងដូចមុនទៀតទើបក្រុមអ្នកក្លាហានដែលមានឈ្មោះនៅនិងឈ្មោះជួនជាមេនោះស្រែកគំរាមថាបើបងប្អូនណាមិនទៅតាមយើងខ្ញុំទេយើងខ្ញុំនឹងសម្លាប់ចោលអស់មួយពូជសូម្បីតែកូនក្នុងអន្រឹងក៏មិនទុកជីវិតដែរសេចក្តីប្រកាសនេះអ្នកស្ដាប់ទាំងប៉ុន្មានព្រឺស្រាវឆ្អឹងខ្នងគ្រប់គ្នាព្រោះគេយល់ថាក្រុមនេះមិនមែនចេះតែនិយាយតែមាត់ទទេដៃមិនធ្វើនោះទេម្លោះហើយទោះបីជាអ្នកណាមិនចង់ទៅវាយបារាំងនៅកំពង់ឆ្នាំងទៀតក៏ត្រូវតែទៅយ៉ាងត្រង់កន្ទុយណាមួយរមូលពុះឃ្លានបាយស្ទើរស្លាប់ព្រោះជាប់ខ្នោះខានបានបរិភោគបាយទឹកឯក្រុមអ្នកក្លាហានបានទៅប្រមូលអ្នកស្រុកផ្នែកខាងឃុំព្រាលនិងឃុំពងរបានជាច្រើនអ្នកមកបន្ថែមទៀតរួចលើកជាក្បួនយ៉ាងកក្រឹកកក្រែងសម្ដៅទៅខេត្តកំពង់ឆ្នាំងក្នុងថ្ងៃនោះដោយដើរសៀតាមខាងកើតឃុំពងរសម្ដៅទៅទិសឦសានក្បួននេះមានកាំភ្លើងតែមួយដើមគត់ដែលគេដណ្ដើមពីកងរក្សាស្រុកក្នុងពេលកើតឧបទ្ទហេតុនៅសាលាឃុំក្រាំងលាវនោះឯងក្រៅពីនោះមានតែកំបិតពូថៅនិងដំបងប្រនុងក្រុមបាតកោបានស្រែកហូចយខុសគិលចាប់តែផ្លូវព្រោះសប្បាយចិត្តនឹងសម្លាប់អ្នកធំបារាំងម្នាក់រួចហើយនឹកស្មានថាពួកគេអាចនឹងសម្រេចជោគជ័យមួយថ្មីទៀតក្នុងនីតិដ៏ខ្លីខាងមុខនេះលុះធ្វើដំណើរដល់ត្រពាំងស្រែខាងលិចវត្តបាឡាំងស្រាប់តែជួបទាហានមួយក្រុមប្រដាប់អាវុធគ្រប់ដៃនៅចាំស្ទាក់ផ្លូវជាមុនស្រេចហើយពេលនោះពួកទាហានក៏ដេញបាញ់បង្អើលបំបែកវងបាតកោរត់ប្រសេចប្រសាចបែកខ្ញែកគ្នាទៅគ្រប់ទិសទីផ្សេងពួកទាហានចេះតែជិះសេះដេញតាមបាញ់កំចាយមិនឲ្យមានការមូលត្រកូលគ្នាដើម្បីកុំឲ្យពួកនេះបង្កជាក្បួនបានឡើងវិញឯមេដឹកនាំចលនានេះម្នាក់គឺឈ្មោះជួន
ត្រូវពួកទាហានពាត់ចាប់បាននៅពេលនោះព្រមទាំងរឹបយកកាំភ្លើងមួយដើមពីឈ្មោះនេះផងគឺកាំភ្លើងនៃឈ្មោះនេះដណ្ដើមពីខ្មោចកងរក្សាស្រុកម្នាក់នៅសាលាឃុំក្រាំងលាវចំណែកឯមេដឹកនាំដទៃទៀតរត់ភៀសខ្លួនបាត់ស្រមោលអស់រលីងប៉ុន្តែពួកទាហាននៅតែដេញតាមពួកបាតកោយ៉ាងស្អិតដោយទាហានខ្លះដេញទៅទិសខាងកើតទាហានខ្លះដេញទៅទិសខាងត្បូងទាហានខ្លះដេញមកទិសខាងលិចមានបាតកោមួយក្រុមនោះត្រូវពួកទាហានដេញយ៉ាងប្រកិតវរកោយពីក្រោយក្រុមនេះរត់សំដៅទៅកាន់វត្តព្រះទ្វារគ្រានោះមានព្រះសង្ឃមួយអង្គព្រះនាមពលមកពីវត្តបាឡាំងកំពុងធ្វើជាមេដឹកនាំឧបាសកកសាងចាត់ដីធំមួយនៅក្នុងវត្តព្រះទ្វារនោះឯងលុះឃើញសត្វកំពុងប្រទះនឹងមហាភ័យរត់តម្រង់មករកលោកភិក្ខុពលក៏បង្គាប់ឲ្យអ្នកទាំងនោះយកកំបោរមកលាបប៉ាតឲ្យប្រឡាក់ស្រមកពេញខ្លួនបន្លំធ្វើជាជាងកំបោរទាហានមកតាន់ក៏សួរដេញដោលព្រះភិក្ខុពលនិងកូនជាងទាំងនោះឯភិក្ខុពលដោយលោកជាសង្ឃទ្រង់សិលវាចាមុសាវាទមិនបានឆ្លើយថាយ៉ាងណាទេទុកឲ្យកូនជាងឆ្លើយដោះសារតទល់ជាមួយទាហានពួកទាហានទាស់គំនិតក៏ជៀសចេញពីទីនោះតទៅទៀតចាប់និយាយពីមេឃុំប៉ាល់កាលដែរបោយបារាំងរត់រួចមកប្តឹងរាជការមានសមត្ថកិច្ចនៅឃុំកំពង់ឆ្នាំងនោះពេលនោះគេបានចាត់ទាហានជា2ក្រុមគឺមួយក្រុមឲ្យទៅស្ទាក់ក្រុមផ្លូវបាតកោនៅម្ដុំត្រពាំងស្រែវាលហើយមួយក្រុមទៀតឡើងហួសទៅក្រាំងលាវតែម្ដងដើម្បីដឹកយកសាកសពរេស៊ីដង់អ្នកបកប្រែភាសានិងអ្នកកងរក្សាស្រុកមកកំពង់ឆ្នាំងវិញឯលោកមេឃុំប៉ាល់ក្រោយដែលពួកបាតកោលើកគ្នាវាយបារាំងនៅកំពង់ឆ្នាំងបាត់ទៅគាត់កើតទុកក្តុកក្តួលអោរាយ៉ាងក្រៃលែងដោយគាត់យល់ថារឿងសម្លាប់លោករេស៊ីដង់នេះច្បាស់ជារូបគាត់នេះឯងជាអ្នកទទួលខុសត្រូវធំជាងគេព្រោះខ្លួនគាត់ជាអាណាព្យាបាលលើប្រជារាស្ត្រក្នុងឃុំក្រាំងលាវទាំងមូលមេឃុំប៉ាល់គិតឡើងគិតចុះហាក់ដូចជាមុជមិនជ្រៅទៅមិនឆ្ងាយក៏សម្លឹងឃើញតែសេចក្តីស្លាប់នៅពីមុខគាត់ជានិច្ចប៉ុន្តែមួយសន្ទុះធំមកទៀតស្រាប់តែគាត់លេចគំនិតមួយប្លែករួចក៏តាំងបង្គាប់ទៅចៅកំឡោះឲ្យនាំគ្នាយកខ្សែមកចងដៃចងជើងគាត់ផ្អោបនឹងសសរផ្ទះយ៉ាងជាប់ពួកចៅមានសេចក្តីងឿងឆ្ងល់ក៏សួរលោកតាឲ្យខ្ញុំចងលោកតាយ៉ាងនេះតើមានប្រយោជន៍យ៉ាងណាដែរលោកតាចៅឯងកុំសាកសួរអីណាហើយនាំគ្នាចុះដីទៅរកកន្លែងពួនឲ្យស្ងាត់បាត់ទៅបន្តិចទៀតមុខជាមានតាហ៊ានឡើងមកភូមិយើងមិនខានទៅឲ្យឆាប់ទៅរូបតាមួយនេះបើទុកជារត់ទៅពួននៅទីណាក៏មិនរួចខ្លួនដែរមែនមេឃុំប៉ាល់និយាយស្ទើរមិនទាន់ចប់ស្រួលបួលផងស្រាប់តែពួកតាហ៊ានឡើងទៅដល់ឃុំក្រាំងលាវមែនពេលនោះអ្នកស្រុកទាំងប្រុសទាំងស្រីទាំងចាស់ទាំងក្មេងនាំគ្នាកិច្ចចោលផ្ទះសម្បែងភូមិករទៅពួននៅព្រៃស្ងាត់ជ្រាបពួកតាហ៊ានបានជិះសេះសម្ដៅទៅរកមេឃុំប៉ាល់ហើយនាំគ្នាឡើងស្រទៅលើផ្ទះរបស់គាត់ក្នុងគោលបំណងចាប់គាត់ពីបទសំគំនិតហើយនឹងបណ្ដាច់បណ្ដោយឲ្យបាតកោសម្លាប់លោកបារាំងលុះពួកទាហានឡើងទៅដល់លើផ្ទះស្រាប់តែឃើញមេឃុំប៉ាល់នៅជាប់ចំណងយ៉ាងអាណិតអាធមម្នាក់ឯងដោយមានទឹកនេត្រាហូរស្រោចរហាមលើថ្ពាល់ទើបសួរថាអ្នកណាចងតាឯងមេឃុំប៉ាល់យល់ថាពេលនេះឱកាសហុចឲ្យគាត់ហើយតាំងធ្វើជាយំអំបែបអំបែកវាចមាត់វាចកគួរឲ្យអាណិតរួចរៀបរាប់ប្រាប់ទាហានលោកអើយជួយមើលចុះពួកអាកំណាចវាឥតប្រណីយកយល់ខ្ញុំជាចាស់ទុំបន្តិចណាទេកាលពួកវាវាយដំលោកធំដួលសន្លប់ខ្ញុំខំលើក3គាត់ឲ្យធម៌ពុទ្ធគុណធម្មគុណសង្ឃគុណស្រាប់តែពួកវាទាញកណ្ដាច់ខ្ញុំបេះចេញពីដៃលោកធំយកទៅពិឃាតបង្ហើយទៅពួកវាសម្លាប់លោកធំមិនអស់ចិត្តមកតាមព្យាបាទខ្ញុំទៀតដោយចោទមូលបង្កាច់ថាខ្ញុំស្រឡាញ់បារាំងរួចក៏នាំគ្នាចាប់វាយដំច្រំធាក់ចងផ្អោបខ្ញុំនឹងសសរនេះពួកទាហានជឿតាមមេឃុំប៉ាល់អស់ពីពោះមិនដឹងថាអំពើនេះជាអបាយកលរបស់គាត់យករួចខ្លួនទេទើបនាំគ្នាស្ដាយចំណងឲ្យតាប៉ាល់ពូកែភូតផក្នុងពេលនោះទៅហើយបែរជាជួយអាណិតលែងធ្វើបាបគាត់រហូតដល់អ្នកធំនៅកំពង់ឆ្នាំងក៏សម្រេចឲ្យគាត់រួចខ្លួនពីការចោទប្រកាន់គ្រប់យ៉ាងឲ្យកែនបានរទេះគោមួយគ្រឿងជួយដឹកខ្មោចលោករេស៊ីដង់និងសហការីរបស់គាត់យកមកក្រុងកំពង់ឆ្នាំង
ចំណែកខ្មោចលោករេស៊ីដង់ត្រូវយកទៅធ្វើបុណ្យបញ្ចុះនៅឯភ្នំពេញលុះស្អែកឡើងថ្ងៃទី19មេសាឆ្នាំ1925ប្រមាណជាម៉ោង9 ឬ 10 ព្រឹកមានទាហានជាច្រើនអ្នកបានមកដល់ឃុំពងរពួកនេះមានបេសកកម្មដោយចាប់ពួកអ្នកស្រុកយកទៅសួរចម្លើយព្រមទាំងចាប់ពួកអ្នកដៃដល់និងអ្នកសំគំនិតយកទៅវិនិច្ឆ័យទោសចំណែកទាហានដែលមកនៅថ្ងៃទី18មានភារៈត្រឹមតែកំចាយក្រុមបាតកោកុំឲ្យមកធ្វើការអ្វីតទៀតហើយនឹងមកយកសាកសពលោករេស៊ីដង់ទៅកំពង់ឆ្នាំងប៉ុណ្ណោះពួកអ្នកស្រុកខ្លះនៅឃុំពងរកាលបើដឹងថាពួកទាហានកំពុងតែឡើងមកកញ្ជ្រោព្រាតដើម្បីចាប់បណ្ដារាស្ត្រនៅក្នុងចុងភូមិម្ខាងក៏នាំគ្នាភ័យផ្អើលភ្លុកទឹកភ្លុកដីពរកូនបញ្ជូនចៅរត់ចេញពីផ្ទះរៀងខ្លួនទៅពួនសំងំនៅក្បែរព្រៃក្បែរភូមិខ្លះឡើងលើកំពូលកូនភ្នំតាប៉ាងខ្លះឯទាហានកាលបើឃើញអ្នកស្រុករត់ប្រសេកប្រសាចដូចនោះក៏នាំគ្នាដេញប្រផាប់ចាប់ប្រភិញតាន់ខ្លះមិនតាន់ខ្លះហើយចាប់បានជាច្រើនអ្នកបណ្ដាយកទៅឃុំក្រាំងលាវវិញសិនព្រោះត្រូវចាប់អ្នកស្រុកនៅឯទីនោះទៀតដំណឹងពីរឿងទាហានឡើងមកឃុំពងរហើយបានចាប់បណ្ដារាខ្លះនោះចេះតែលេចលឺតគ្នាភ្លាមពីភូមិមួយទៅភូមិមួយទៀតដែលនៅជិតខាងនោះដូចជាឃុំបន្ទាយព្រាលនិងឃុំក្រាំងលាវជាហេតុនាំឲ្យអ្នកស្រុកភ័យស្លន់ស្លាវកញ្ឆក់កូនបញ្ជូនចៅរត់សស្រាក់សស្រាំផាសក្រញ៉ាំគ្រប់គ្នាទៅលាក់ខ្លួនបំពួនអាត្មានៅក្នុងព្រៃស្ងាត់អស់ពីភូមិពិសេសអ្នកស្រុកនៅឃុំក្រាំងលាវនោះតែម្ដងការស្វែងរកចាប់ពួកដៃដល់និងអ្នកស្រុកក្រាំងលាវចេះតែធ្វើឡើងរៀងរាល់ថ្ងៃឥតឈប់ឈរតែឥតបានលទ្ធផលអ្វីទេព្រោះអ្នកស្រុកយកព្រៃជាលំនៅលែងមកអើផ្ទះសម្បែងអស់ហើយចាំបាច់បង់ថ្លៃ management fee អី service អីញ៉ៃទេយើងបង់តែថ្លៃភ្លើងថ្លៃបន្ទប់តែប៉ុណ្្នឹងទេអត់មានបង់អីច្រើនទៀតទេរំទៅ Spring Home ដូចជា home របស់ខ្ញុំចឹងព្រោះខ្ញុំរស់នៅនេះមានអារម្មណ៍ថាកក់ក្ដៅសុវត្ថិភាពហើយមានភាពងាយស្រួលមែនតើអញ្ចឹងសម្រាប់អ្នកដែលចង់បានកន្លែងស្នាក់នៅដែលស្ថិតនៅទីតាំងល្អតម្លៃសមរម្យហើយមានភាពងាយស្រួលមាន benefit ច្រើន Complex Spring Home វគ្គព្រះរាជប្រកាសស្លេះរឿងដល់ចាប់ក្រុមបាតកោសិនព្រឹត្តិការណ៍ថ្ងៃទី18ខែមេសាឆ្នាំ1925ក្នុងឃុំក្រាំងលាវនេះបានបណ្ដាលឲ្យមានប្រតិកម្មភ្លាមពីសំណាក់រាជវាំងក្រុងភ្នំពេញនិងរាជការអាណាព្យាបាលនៅថ្ងៃទី23ខែមេសាឆ្នាំ1935គណៈរដ្ឋមន្ត្រីដែលមានអ្នកអង្គម្ចាស់ភានុវង្សជានាយកបានបើកកិច្ចប្រជុំមួយក្រោមអធិបតីភាពនៃលោករេស៊ីដង់ស៊ូបេរីយើឈ្មោះ François Bourgeois អ្នកតំណាងប្រទេសបារាំងប្រចាំកម្ពុជាដើម្បីជជែកពិភាក្សាអំពីព្រឹត្តិការណ៍នៅក្រាំងលាវនោះឯលទ្ធផលនៃការប្រជុំនៅថ្ងៃនោះគឺការសម្រេចផ្សាយនៅប្រកាសកុងសីសេនាបតីនិងព្រះរាជប្រកាសដោយស្ដេចគ្រាន់តែឡាយព្រះហស្ថតម្រូវឲ្យប្រជាពលរដ្ឋនៅឃុំក្រាំងលាវនាំគ្នាចូលមករស់នៅក្នុងភូមិករលំនៅដើមរបស់ខ្លួនវិញជាប្រញាប់ព្រមទាំងផ្លាស់ឈ្មោះឃុំក្រាំងលាវហៅថាឃុំដេរឆានវិញនៅក្នុងការត្រាស់បង្គាប់មានដូចខាងក្រោមនេះប្រការ1ត្រាស់បង្គាប់ជាដាច់ខាតឲ្យមនុស្សជាតិខ្មែរដែលសពថ្ងៃនៅចុះបញ្ជីនៅឃុំក្រាំងលាវទាំងប៉ុន្មានឲ្យត្រឡប់ចូលផ្ទះសម្បែងខ្លួនវិញកំណត់15ថ្ងៃបើហួសកំណត់15ថ្ងៃដែលជាកម្រិតដូចមានខាងលើហើយឈ្មោះណាមិនប្រតិបត្តិតាមព្រះរាជអង្គការនេះទេនោះនឹងត្រូវមានទោសគុកកំណត់3ខែទៅ3ឆ្នាំហើយមួយទៀតរបស់ទ្រព្យអ្នកទាំងនោះទាំងប៉ុន្មាននឹងទុកជាទ្រព្យគ្មានម្ចាស់ហើយនឹងបញ្ជូនទៅក្នុងព្រះរាជទ្រព្យនឹងទ្រង់សម្រេចឲ្យធ្វើដូចម្ដេចបង្គាប់នៅថ្ងៃក្រោយចាប់តាំងពីថ្ងៃទី30ឆ្នាំ1925តទៅទាល់តែដល់មានបង្គាប់ថ្មីទៀតឃុំក្រាំងលាវត្រូវតែប្រែឈ្មោះហៅថាឃុំដេរឆានកំណត់ចំនួនយ៉ាងតិច10ឆ្នាំវគ្គថ្ងៃទី20ធ្នូឆ្នាំ1925 20ធ្នូឆ្នាំ1925ការកាត់ទោសអ្នកស្រែដែលមិនមានប្រាក់បង់ពន្ធនៅក្រាំងលាវចាប់ពីថ្ងៃទី20ធ្នូឆ្នាំ1925ចំនួន15ថ្ងៃការកាត់ទោសនេះចាប់ផ្ដើមនៅម៉ោង9ព្រឹកដោយមានសមាជិកផ្នែកខាងសភាបារាំង3នាក់ផ្នែកខ្មែរ2នាក់គឺលោក
តាន់ម៉ៅជាទីប្រឹក្សាតាមព័ត៌មានថាជាមេធាវីខ្មែរបារាំងដែលនៅភ្នំពេញមិនមានមេធាវីណាហ៊ានចេញឈ្មោះការពាររឿងករណីលោកបដិសនោះទេព្រោះថាបារាំងនៅភ្នំពេញត្រូវតែជើងគ្នាហើយអំណាចបារាំងបូតវ៉ាំងក៏គ្របសង្កត់ណាស់ដែរដែលទុកណាជាបារាំងនៅភ្នំពេញមិនជួយគាំពៀខ្មែរក៏មានបារាំងខ្លះនៅក្នុងស្រុកខ្មែរគេជួយឈឺឆ្អើរដែរដូចជាលោកងាវហ្សាក់កុងនិងលោកគៀក្លេជាមេធាវីទាំង3នេះសុទ្ធតែមកពីព្រៃនគរឯលោកអគ្គមេធាវីគៀហ្សាំងហ្សឺវលីនិងលោកម៉ាក្លែអាហ្សាក់ជាមេធាវីខាងរដ្ឋប្រវេណីបណ្ដាមេធាវីទាំងអស់នេះយើងសូមបញ្ជាក់ថាលោកគៀក្លេខោជើងម្ខាងគាត់តែងតែនិយាយបង្អាប់បារាំងនៅស្រុកខ្មែរបើលោកចង់ដឹងឬចង់ស៊ើបសួរព័ត៌មានរឿងឃាតកម្មនេះលោកមិនដែលទៅតាក់ទងស៊ើបសួរពីបារាំងដូចគ្នាទេលោកទៅតាក់ទងតែជាមួយលោកតាន់ម៉ៅនៅក្នុងនោះមានការជជែកវែកញែកពិភាក្សាជាច្រើនហើយក៏បានលើកនៅចំណុចខ្លះដូចជារឿងពុនស្រូវនៅកូសាំងស៊ីនរឿងពុនស្រូវនេះនៅកូសាំងស៊ីនស្រែដែលមិនសូវបានផលឬស្រែមិនដាំដំណាំក្នុង1ហិកតាយកពុនតែ1កាក់តែនៅស្រុកខ្មែរវិញគេយកពុន2កាក់ក្នុង1ហិកតារឿងនោះមិនចាំបាច់និយាយច្រើនទៀតទេគ្រាន់តែពុនស្រែនៅក្នុងឥណ្ឌូចិនដូចគ្នាបារាំងតែងយកពុនដូចគ្នាតែពុននៅស្រុកខ្មែរគេយកលើស្រុកកូសាំងស៊ីនពាក់កណ្ដាលបន្ទាប់ពីការជជែកវែកញែកពិភាក្សាជាច្រើននៅពេលនោះក្នុងសាលាក៏កើតមានឧបទ្ទហេតុចំពោះនាងប៊ីយកលុយមកបង់ពន្ធប្តីនាងដើម្បីសុំយកប្តីនាងទៅវិញអធិការនយោបាយសាហ្សាំងបាក់និយាយប្រាប់យើងថាលោករេស៊ីដង់បដេសបានឆ្លើយថាកុំចេញទៅទុកឲ្យអញបានស្ងប់សិនព្រោះរឿងនេះគ្មានសាក្សីណាម្នាក់និយាយទេខ្ញុំជឿថាលោកបដេសពិតជាធុញទ្រាន់តែលោកក៏មិនព្រមដោះលែងប្តីនាងប៊ីដែលបានបង់ពន្ធរួចហើយរឿងនេះហើយដែលនាំឲ្យផ្ទុះនៅព្រឹត្តិការណ៍ថ្ងៃទី18មេសាឆ្នាំ1925មកពីបារាំងបដេសនិយាយមិនពិតតាំងពីព្រលឹមមកមានចាប់រាសក្រាំងលាវដាក់ខ្នោះអញ្ចឹងមែនតែរាសចេះតែប្រវេប្រវារិះរកលុយមកបង់ពន្ធដល់មកបដេសធ្វើខ្លាំងហើយមិនគោរពពាក្យរបស់ខ្លួនទើបប្រជារាស្ត្រក្រោកឈរតទល់នឹងអំពើរំលោភសិទ្ធិមនុស្សលោកកែឡេតថាខ្ញុំសូមជម្រាបថាទុក្ខភ័យរបស់ប្រជារាស្ត្រក្រាំងលាវនេះជាទុក្ខភ័យរបស់ប្រជារាស្ត្រក្រាំងលាវទាំងអស់មិនមែនជាទុក្ខសោករបស់មនុស្សណាម្នាក់ទេមិនមែនជាទុក្ខតែមនុស្សប៉ុន្មានអ្នកនោះទេដែលបន្ទោសលោកបដេសរឿងនេះមនុស្សមួយភូមិក្រាំងលាវទាំងមូលដែលមកបន្ទោសលោកបដេសជុំវិញតែសាលាឃុំបន្ទាប់ពីការកាត់ទោសនេះទៅតាមព័ត៌មានដែលយើងខ្ញុំបានដឹងថាលោកតាន់ម៉ៅត្រូវផ្លាស់ឲ្យទៅធ្វើចៅហ្វាយខេត្តកំពង់ស្ពឺការផ្លាស់លោកតាន់ម៉ៅទៅធ្វើចៅហ្វាយខេត្តកំពង់ស្ពឺមិនមែនជាទុករង្វាន់ទេនេះគឺជាទោសរបស់លោកដោយតែលោកជួយកាន់ជើងខ្មែរវគ្គលើភ្នំតាបាំងចាប់ថ្លែងពីបណ្ដារាស្ត្រនៅឃុំក្រាំងលាវ1ថ្ងៃ2ថ្ងៃ3ថ្ងៃ4ថ្ងៃ5ថ្ងៃកន្លងទៅឃុំក្រាំងលាវទាំងមូលស្ថិតនៅក្នុងសភាពទំនេរគួរឲ្យស្រណោះក្របីគោឆ្កែឆ្មាមាន់ទាជ្រូករស់នៅគ្មានម្ចាស់ថែទាំហាក់ដូចសត្វព្រៃពេលយប់ប្រលប់ទើបមានមនុស្សដើរមួយលបចូលមកក្នុងភូមិដើម្បីយកអង្ករប្រហុកអំបិលទៅទុកបរិភោគអ្នកខ្លះភ័យខ្លាចខ្លាំងពេកមិនហ៊ានចូលមកអើតមើលភូមិសុកចិត្តអត់បាយមួយពេលពីរពេលក៏មានហើយអ្នកខ្លះទៀតទៅពួននៅព្រៃក្បែរភូមិឃុំរបស់ខ្លួនមិនសុខមិនសាប់ដោយចេះតែរអាលមួយថ្ងៃបន្តិចព្រោះឮសូរពាក្យបំភ័យបន្លាចថាពួកទាហានមានដេញចាប់ដេញបាញ់អ្នកស្រុកចិត្តខាងខ្លះនោះក៏ដឹកជញ្ជូនចៅកាត់ពីឃុំមួយទៅឃុំមួយពីស្រុកមួយទៅស្រុកមួយលាក់ខ្លួននៅភៀកមាត់ទន្លេសាបក៏មានដែរកូនភ្នំតាបាំងដែលលាតសន្ធឹងតាមបណ្ដោយព្រំប្រទល់ឃុំពងរនិងឃុំក្រាំងលាវហាក់ដូចជាផ្ទះមួយខ្នងដំបូលប្រក់មេឃដែលចាំទទួលពួកអ្នកភូមិភៀសខ្លួនមកស្នាក់នៅពេលយប់សន្យានៅលើកំពូលភ្នំនេះដូចចាស់ខ្លះដែលមានអាយុប្រមាណ50ផ្លាយឡើងលើខំប្រឹងឲ្យធុកថ្វាយបង្គំមន្តព្រះសំពះទេវតា
សូមឲ្យថែរក្សាកូនចៅផៅសន្តានរបស់ខ្លួនឲ្យផុតពីការចាប់ធ្វើបាបរបស់ពួកទាហានអាណានិគមពេលរាត្រីស្ងាត់នៅចន្លោះដុំថ្មធំធំពីរដុំលើខ្នងភ្នំតាប៉ាំងមានស្រមោលស្ទង់មួយមុជងើបជួនឃើញស្រមោលតូចមួយទៀតនៅផ្អោបជាប់នឹងស្រមោលធំនោះនេះគឺស្រមោលនាងតន់និងកូនដើមរបស់ប្តីនាងគឺកូនសុវណ្ណចាប់តាំងពីថ្ងៃកើតហេតុនៅសាលាឃុំក្រាំងលាវមកនាងតន់មិនទាន់បានជួបមុខប្តីនាងនៅឡើយទេពីរនាក់និងកូនដើមនាងតន់ដេកព្រួយនៅលើភ្នំតាប៉ាំងច្រើនថ្ងៃមកហើយពេលថ្ងៃនាងតន់ឆ្លៀតពរកូនដើរស៊ើបដំណឹងសុវណ្ណនៅលើភ្នំតែគ្មាននរណាម្នាក់ដឹងឮឬជួបប្រទះបុរសនោះឡើយថ្លែងពីពួកទាហានដោយការព្យាយាមរុករករៀងរាល់ថ្ងៃពួកគេក៏ចេះតែចាប់បានអ្នកស្រុកក្រាំងលាវជាបន្តបន្ទាប់លុះស៊ើបដំណឹងដឹងថាមានបណ្ដារាជជាច្រើនគ្រួនៅលាក់ខ្លួនពួនសំងំលើភ្នំតាប៉ាំងពួកទាហានក៏ឡោមព័ទ្ធភ្នំនេះទុកតែមួយច្រកសម្រាប់គៀងអ្នកស្រុកឲ្យចុះមកក្រោមរួចក៏បាញ់កាំភ្លើងមកអាវគ្រប់ទិសបណ្ដាលឲ្យអ្នកស្រុកភៀសខ្លួនផិតភ័យស្លន់ស្លោឆ្លេឆ្លាចុះឡើងបាត់កូនបាត់ចៅបែកខ្ញែកគ្នាហើយអ្នកខ្លះត្រូវគេស្ទាក់ចាប់បាននៅលើភ្នំនោះតែម្ដងអ្នកខ្លះទៀតចាប់បាននៅឯជើងភ្នំអ្នកស្រុកក្រាំងលាវដែលត្រូវចាប់ខ្លួនបានទាំងប៉ុន្មានពួកទាហានឥតប្រណីដៃឡើយគឺអ្នកខ្លះត្រូវគេទាត់ធាក់នឹងជើងអ្នកខ្លះទៀតត្រូវពួកវាយដំនឹងស្នូកកាំភ្លើងដោយសត្វធាតុរួចតាំងចងដៃជាប់គ្នាបន្លាយខ្សែបណ្ដាលយកមកក្រុងកំពង់ឆ្នាំងដើម្បីសាកសួរចម្លើយទស្សនវិជ្ជានៃការសួរចម្លើយក្រុមចំណាប់គឺជនដែលត្រូវចាប់ខ្លួនបាននៅក្នុងក្រុងកំពង់ឆ្នាំងមើលទៅគួរឲ្យវេទនានិងអាណោចអាធមជាពន្លឹកដោយអ្នកខ្លះបានទទួលរងទណ្ឌនកម្មយ៉ាងឈឺចាប់ខ្លោចផ្សាពីសំណាក់ពួកខ្មែរចៃបារាំងដែលវាបង្ខំឲ្យឆ្លើយប្រាប់ពីក្រុមមេដឹកនាំបាតកម្មថ្ងៃទី18ខែមេសាឆ្នាំ1925នោះឯងការក្រំគ្រាទរុនទរាដោយត្រូវនឹងដំបងក្តោគោឃ្នៀបគៀបរឹតហើយនឹងការអត់បាយក្រហាយទឹកបាននាំឲ្យអ្នករងគ្រោះខ្លះស្ទើរស្លាប់ស្ទើររស់នៅក្នុងមន្ទីរឃុំឃាំងកំពង់ឆ្នាំងភាពប៉ិនប្រសប់ខាងសួរឆ្កឹះកកាយនាយអាយនៃអ្នកកាន់អំណាចធ្វើឲ្យរាជក្រាំងលាវខ្លះដែលមានស្មារតីទន់ខ្សោយឆាប់តត់ស្លុតនិងចង់រស់រានមានជីវិតផងនោះរបូតមាត់ប្រាប់គេអស់រលីងនៅឈ្មោះមេដឹកនាំសំខាន់ទាំងប៉ុន្មាននិងពួកអ្នកផ្សំគំនិតហេតុនេះហើយទើបបានជាភ័ព្វវាសនាបណ្ដាលឲ្យអ្នកក្លាហានគ្រប់រូបមិនអាចគេចផុតពីកណ្ដាប់ដៃគេបានហើយក្រោយពីការស្រាវជ្រាវចាប់ខ្លួនបានគ្រប់គ្នាអស់ហើយនោះពួកមេធំទាំងនោះដូចជាឈ្មោះជួនឈូនបិនបាំងម៉ៅនិងពតត្រូវគេបញ្ជូនទៅកោះត្រឡាចជាទីដែលគេសន្មត់ដោយស្ថានរូបអវិជ័យដែលគ្មានពេលនឹងត្រឡប់មកផ្ទះវិញកើតឡើយឯពួកអ្នកសំគំនិតខ្លះត្រូវទទួលទោសគុកក្នុងស្រុកខ្មែរ3ឆ្នាំក៏មាន4ឆ្នាំក៏មានចំណែកពួកអ្នកដែលគ្រាន់តែឃើញទាហានហើយក៏រត់ក៏ត្រូវជាប់គុកដូចគ្នាខ្លះជាប់តែ8ថ្ងៃខ្លះ1ខែខ្លះ2ខែតាមធ្ងន់តាមស្រាលរៀងខ្លួនយើងខ្ញុំសូមអនុញ្ញាតពីលោកស្រីអ្នកនាងត្រឡប់ទៅនិយាយអំពីភ័ព្វវាសនានៃសុវណ្ណនិងនាងតន់ដើម្បីបញ្ចប់រឿងបន្ទាប់ពីព្រះរាជប្រកាសរបស់ហ្លួងស៊ីសវ័តបត់ផ្សាយនៅឃុំក្រាំងលាវនិងបន្ទាប់ពីត្រូវពួកទាហានដេញភៀសឲ្យចុះពីលើភ្នំមកនាងតន់បានមករស់នៅក្នុងផ្ទះសម្បែងខ្លួនវិញជាមួយនឹងកូន2នាក់ម៉ក់ចាំមើលផ្លូវប្តីបាត់ពី1ថ្ងៃ2ថ្ងៃក៏បាត់នាងតន់នឹកមមីក្នុងចិត្តថាសុវណ្ណប្រកាសជាត្រូវពួកទាហានចាប់បញ្ជូនខ្លួនទៅក្រុងកំពង់ឆ្នាំងហើយនាងគ្មានអ្វីក្រៅពីបង្ហូរទឹកភ្នែកលុះឃើញស្រីអ្នកស្រុកក្រាំងលាវដូចគ្នាដាំបាយយកទៅផ្ញើប្តីនៅឯកំពង់ឆ្នាំងដែលត្រូវគេចាប់នាងតន់ក៏មនីដាំបាយដែរដើម្បីយកទៅផ្ញើសុវណ្ណជាប្តីនាងដៃស្ដាំពោគុណដៃឆ្វេងទប់ផ្ទាល់បាយដែលទូលនៅលើក្បាលហើយជើងទាំងគូបោះចំហៀនទៅមុខយ៉ាងរលះរលាំងដោយដើរតាំងពីភូមិក្រាំងលាវឆ្ពោះទៅក្រុងកំពង់ឆ្នាំងរយៈផ្លូវប្រមាណ15គីឡូម៉ែត្រប៉ុន្តែសម្រាប់នាងតន់ចម្ងាយផ្លូវ15គីឡូម៉ែត្រប៉ុណ្ណោះហាក់ដូចជាគ្មានហត់នឿយបន្តិចសោះឡើយព្រោះអារម្មណ៍នាងបាញ់ឆ្ពោះទៅលើប្តីតែមួយមុខប៉ុណ្ណោះ
នាងខំដើរតាមផ្លូវជាមួយញាតិក្នុងស្រុក 4-10 នាក់បែកញើសរហាមណាមួយកូនតូចចេះតែយំគួរឲ្យខ្លោចចិត្តព្រោះពេលនោះវាជារដូវក្តៅស្រាប់ផងលុះដល់ក្រុងកំពង់ឆ្នាំងចិត្តកន្លែងឃុំឃាំងអ្នកស្រុកដែលត្រូវគេចាប់នោះស្រីដូចគ្នាមានទឹកមុខស្រស់បន្តិចអ្នកខ្លះចេញវិចារថាចិត្តបានឃើញមុខប្តីខ្ញុំហើយចំណែកនាងតនវិញដែលពុំទាន់ដឹងច្បាស់ថាប្តីខ្លួនត្រូវគេចាប់មុខដែរឬមិនចាប់ទេនោះហាក់ដូចជាមានការពិបាកក្នុងចិត្តជាអណែកនៅពេលចូលដល់បរិវេណឃុំឃាំងស្រីចោលភ្នែកទៅឃើញប្តីខ្លួនក៏ញញឹមញញែមត្រេកអរពីចម្ងាយព្រោះបានជួបគ្នាហើយក៏សូមអនុញ្ញាតពួកអ្នកយាមយកបាយទៅឲ្យប្តីអាស្រ័យនាងតនខំពោកូនដើរអើតងើបសម្លឹងរកសុវណ្ណក្នុងចំណោមមនុស្សរាប់រយនាក់តែឥតប្រយោជន៍ហើយនាងឆ្លៀតសាកសួរពួកអ្នកជាប់ឃុំពីវត្តមាននៃប្តីរបស់នាងតែគ្មាននរណាម្នាក់ឆ្លើយប្រាប់មកវិញថាខ្លួនបានឃើញឬឮសោះឡើយមិនអស់ចិត្តនាងតនក៏សួរទៅបុរសម្នាក់ដែលមានឯកសណ្ឋានជាទាហាននិងមានអាវុធជាប់នឹងខ្លួនសុំទោសថៃឃើញប្តីខ្ញុំទេបុរសនោះគឺជាអ្នកយាមម្នាក់ក្នុងចំណោមបណ្ដាអ្នកយាមជាច្រើនទៀតសម្រាប់ការពារសន្តិសុខគ្រប់យ៉ាងនិងសម្រាប់ការពារក្រែងពួកអ្នកជាប់ទោសលួចរត់នៅពេលដែលឮនាងសួរមកបែបនេះបុរសនោះក៏សួរចំអកទៅនាងវិញចុះខ្ញុំនិងអ្នកឯងស្គាល់គ្នាពីកាលណាបានជាមកសួរថាឃើញប្តីអ្នកឯងទេដូចនេះក្រែងភ្នែកមានមិនក៏មិនចេះមើលបានដើរចេញរួចពោលតិចម្នាក់ឯងនេះបានពេញចំជាចៅបារាំងស្រុកខ្មែរងើបមិនរួចពីខ្ញុំគេមកតែពីមានពួកចៃថៃនេះច្រើនណាស់នៅតោងរោមជើងបារាំងបន្ទាប់ពីដឹងថាប្តីនាងគ្មានត្រូវបានគេចាប់នាងតនក៏ធ្វើដំណើរត្រឡប់មកក្រាំងលាវវិញហើយនាងតននៅតែបាត់ដំណឹងប្តីដដែលយប់មួយព្រះច័ន្ទកំពុងរះលើមេឃយ៉ាងភ្លឺថ្លាអ្នកស្រុកក្រាំងលាវហាក់ហត់កាយហត់ចិត្តប៉ុន្មានថ្ងៃមកហើយក្នុងរឿងសម្លាប់លោករេស៊ីដង់កំពង់ឆ្នាំងនោះបាននាំគ្នាចូលនន្ទ្រាលក់ស្កប់ស្កល់តាំងពីក្បាលប្រលប់នាងតនដេកក្បែរកូនដើមរបស់សវណ្ណនៅក្រោមដំបូលផ្ទះតែ2នាក់គត់កំពុងតែគិតខ្វល់ខ្វាយក្នុងចិត្តមិនទាន់បានលក់ផងស្រាប់តែស្នូគោះទ្វារពីខាងក្រៅតនបើកទ្វារបងបន្តិចនាងតនស្ដាប់សំឡេងនោះស្គាល់ថាជាសំឡេងសវណ្ណប្តីនាងប៉ុន្តែហាក់នៅមិនទាន់អស់ចិត្តទើបសំងំស្ដាប់បន្តទៀតតនបើកទ្វារឲ្យបងចូលផងនាងតនដើរលបមកបើកទ្វារឲ្យសវណ្ណខណៈនោះអ្នកទាំងពីរក៏បានអោបគ្នាសម្រក់ទឹកភ្នែកលើស្មារៀងខ្លួនរកហាមាត់និយាយអ្វីក៏មិនកើតមួយសន្ទុះមកទើបនាំគ្នាដើរទៅរកកូនតូចសវណ្ណអោបថើបកូនថ្នមរួចនិយាយមកតនថាតនអូនបងមិននឹកស្មានថាបានជួបមុខអូននឹងកូនយើងទេបងរត់ទៅភូមិស្ទឹងរួចធ្លាយរហូតដល់បរិបូរឥឡូវបងគិតថាមកយកអូននិងកូនយើងទាំងយប់នេះរត់ទៅពោធិ៍សាត់តើអូនទៅទេយីមិនស្រួលទេដឹងបងព្រោះលួងគេបានប្រកាសបិទផ្សាយថាពួកអ្នកពួនព្រៃត្រឡប់មករស់នៅក្នុងភូមិលំនៅវិញបើឈ្មោះណាមិនមកទេត្រូវជាប់គុក3ខែទៅ3ឆ្នាំការដែលយើងរត់ទៅស្រុកគេក៏ទុកដូចជាយើងពួនព្រៃដែរបើរាជការគេស៊ើបដឹងគេមុខជាចាប់យើងទៅធ្វើទោសធ្ងន់ជាងនេះទៀតមិនដឹងណាហើយនៅពេលនេះបងព្រោះអ្នកស្រុកគ្រប់គ្នាគេវិលមកវិញស្ទើរតែអស់ហើយអូនស៊ើបដឹងអស់ហើយគ្មាននរណាឆ្លោយដាក់បងទេហើយមានអ្នកដៃដល់មួយគំនោកកោកដែលគេបានរួចខ្លួនទៅវិញព្រោះគេចេះដោះសារព្រមទាំងគ្មានផុសតាងចោលប្រកាន់ទៀតស្ដាប់ឮប្រពន្ធអត្ថាធិប្បាយប្រាប់រួចហើយសវណ្ណក៏មានទឹកមុខស្រស់ស្រាយរួចសម្រេចចិត្តរស់នៅក្នុងស្រុកខ្លួនវិញដដែលសូមចុច like និង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពីក្លឹបសិក្សា